ខ្ញុំបានបាញ់ថ្នាំសម្លាប់សត្វល្អិតសម្រាប់ភូមិក្នុងតម្លៃទាបតាមវាស្រែរបស់អ្នកណាដែលសម្បូរសត្វល្អិតជំងឺដំណាំខ្ញុំបានរត់អស់ពួកវាបន្តិចម្ដងប៉ុន្តែលោកលីវខ្វាងធានមេភូមិបន្ទាប់ពីបានណែនាំយន្តហោះគ្មានមនុស្សបើករបស់ក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្មចូលទៅស្គ្រីសាឡបងឥតគិតថ្លៃការជួសជុលនិងការចាក់ឡើងវិញជាច្រើនប្រភេទពួកគេបានបោកបញ្ឆោតអ្នកភូមិទាំងមូលឲ្យប្រគល់ដីរបស់ពួកគេថែមទាំងបានបណ្ដេញខ្ញុំចេញពីភូមិនៅចំពោះមុខមនុស្សរហូតដល់មនុស្សទាំងនោះមានបន្ទុកវិក័យប័ត្រដ៏ច្រើនពួកគេមកដល់មាត់ទ្វារខ្ញុំពួកគេទើបតែដឹងនៅពេលរបស់ដែលថ្លៃមែនទែនមិនមែនជាថ្នាំដែលខ្ញុំទទួលបានខ្ញុំទើបតែមកដល់ផ្ទះគ្រួសារ Shen របស់ខ្ញុំជាមួយនឹងបាញ់ថ្នាំលើដីនៅឡើយថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលជាវិធីសាស្ត្រថ្មីមួយសំឡេងក្រហមរបស់ម៉ាស៊ីនអាចត្រូវបានឬនៅឆ្ងាយខ្ញុំបានងាកមើលទៅក្រោយរថយន្តឃោសនាមួយគ្រឿងកំពុងបើកបរចូលទៅក្នុងច្រកចូលភូមិឧបករណ៍បំពងសំឡេងលើដំបូលរថយន្តស្រែកឥតឈប់ឈរថាធ្វើតេស្តបាញ់ថ្នាំដោយឥតគិតថ្លៃបង់ប្រាក់ពេលក្រោយការគ្រប់គ្រងបង្រួបបង្រួមធានាកំណើនយុវជនជាច្រើនអ្នកបានដេញតាមរថយន្តហើយយន្តហោះគ្មានមនុស្សបើកក៏មកដ្រូនមាននៅទីនេះសូម្បីតែអ្នកភូមិដែលកំពុងដកស្មៅក៏ដាក់ជាប់កាប់របស់ពួកគេបានឡំពាត់ខ្ញុំបានដាក់ប៉ានកាន់លីនៅលើកែមដីហើយនិយាយថាពូលីវដង្កូវដីបានដុះពន្លករួចហើយតោះចុចវាមុនគេថ្ងៃនេះយើងត្រូវពង្រីកនៅថ្ងៃស្អែកលឺហ្គួយឈិនសម្លឹងមើល Chen Won Chuan ដាក់របស់អ្នកមួយ like សិនថ្ងៃនេះភូមិទាំងមូលនឹងបានឃើញបច្ចេកវិទ្យាខ្ពស់ជាលើកដំបូងខ្យល់និងកសិកម្មអ្នកលក់ Shao Kai Ming បានចុះពីឡានការយកកាបូបដាក់យន្តហោះដ្រូនបងប្អូនអ្នកភូមិជាទីស្រឡាញ់ម៉ាស៊ីននេះស្មើនឹងកម្លាំងពលកម្មដ៏រឹងមាំជាង12នាក់ពុកបាញ់ហោះយ៉ាងលឿនដើម្បីសន្សំប្រាក់កំបងប្រាក់ជាមុនជើជីមីងបានដាក់ប្រអប់នោះនៅលើដីបាញ់សាកល្បងដោយឥតគិតថ្លៃនៅដំណាក់កាលដំបូងយើងនឹងចុះហត្ថលេខាលើកិច្ចសន្យានៅពេលដែលអ្នកពេញចិត្តហើយនឹងដោះស្រាយវិក័យប័ត្រនៅពេលក្រោយគ្មាននរណាម្នាក់ត្រូវបង់ប្រាក់មួយកាក់មួយសេនជាមុនទេខ្ញុំដាក់ធុងថ្នាំចុះភ្លាមគាត់បានដើរយ៉ាងលឿនទៅខាង Shao Kai Ming ការបាញ់ថ្នាំសម្លាប់សត្វល្អិតមិនមែនគ្រាន់តែជាការហោះហើររបស់ហើយអ្នកណែនាំអ្វីទេលោកក្នុងភូមិយើងត្រូវបានបែងចែកជាចំណែកពោតនិងសណ្ដែកបៃតងស្ថិតនៅជិតគ្នាប្រសិនបើថ្នាំមិនត្រូវបានចុចឲ្យបានត្រឹមត្រូវស្រាលពេកសត្វល្អិតនឹងមិនអាចកំទេចបានប្រសិនបើវាធ្ងន់ពេកវានឹងប៉ះនឹងចំណុចសំខាន់មួយបងប្រុសនោះជាបទពិសោធន៍ចាស់មិនមែនជាបច្ចេកវិទ្យាថ្មីទេឥឡូវនេះវាទាំងអស់អំពីគំរូទិន្នន័យសូម្បីតែទិន្នន័យដ៏ល្អបំផុតក៏ត្រូវការវិភាគជាមុនសិនដែរលឺហ្គួយឈិននិងឡៃយេឈិនឈប់ព្យាយាមបំភ័យមនុស្សទៅក្រុមហ៊ុនរបស់ពួកគេគឺជាសហគ្រាសបច្ចេកវិទ្យាកសិកម្មស្របច្បាប់មួយមិនល្អដូចអ្នកទេជាដំឡូងដែលលីថ្នាំរបស់ខ្លួនមីងវ៉ាងក៏និយាយឡើងដោយភ្លេចទន្លេវាមិនមែនថាមីងរបស់អ្នកមិនជឿអ្នកទេពួកគេទាំងអស់គ្នាបាននិយាយថាឲ្យសាកល្បងថ្នាំបាញ់ជាមុនសិនវាមិនឈឺចាប់ទេក្នុងការមើលមែនទេខ្ញុំបានសម្លឹងមើលទៅ Shao Kai Ming ហើយឃើញថាកិច្ចសន្យាត្រូវតែពិនិត្យឡើងវិញជាមុនសិនអ្នកត្រូវអានស្លាកវិជ្ជាបញ្ជីជាមុនសិនវាត្រូវបញ្ជាក់ឲ្យច្បាស់ថាដេឡូតណាដែលនឹងត្រូវបាញ់ថ្នាំជាមួយផលិតផលណាហើយអ្នកណានឹងសម្រេចចិត្តលើរឿងនោះអ្នកបច្ចេកទេសនៅក្បែរនោះបានបោះជំហានទៅមុខភ្លាមហើយប្រកល់កិច្ចសន្យាជើឈីមីងបានលូកដៃទៅយកវាពីអ្នកកញ្ចប់មិនមែនបន្ទប់សេវាកម្មដំណើរការពេញលេញនិងការគ្រប់គ្រងសត្វល្អិតរួមបញ្ចូលគ្នាមិនត្រឹមតែគ្មានកង្វល់ប៉ុណ្ណោះទេមានវិជ្ជាជីវៈជាងកម្លាំងពលកម្មមនុស្សលោកលីវកងធានបានបោះជំហានទៅមុខទទួលយកកិច្ចសន្យាហើយផ្ដល់ជូនថ្នាំបាញ់សាកល្បងដោយឥតគិតថ្លៃប្រាក់ពេលក្រោយប្រតិបត្តិការបង្រួបបង្រួមការទូទាត់បន្ទាប់ពីដៅស្លឹកឈើជ្រុះតើអ្នកឲ្យខ្ញុំទេនេះជាអ្វីដែលពិតជាជួយសន្សំសំចៃប្រាក់សម្រាប់អ្នកភូមិមិនដូចមនុស្សមួយចំនួនទេគ្រាន់តែដោយសារមានមនុស្សម្នាក់កាន់ដប់បាញ់ថ្នាំមិនមានន័យថាពួកគេយល់ពីវិស័យកសិកម្មនោះទេការប្រមូលបំណុលពីគ្រួសារមួយទៅគ្រួសារមួយទៀតយឺតដូចខ្យងទោះបីជាគាត់កាន់អ្វីនៅក្នុងដៃក៏ដោយចៅឡៅសួនហ៊ានសាច់ហើយនិយាយអំពីទន្លេនៃការភ្លេចភ្លាំងពីមុនវាថោកណាស់ប៉ុន្តែគ្មានរបស់ណាមួយមើលទៅសមរម្យទេពូចៅតើលោកមានដីប៉ុន្មានលោកនៅមានដើមឈើហូបផ្លែនៅជាប់នឹងអូទំនាបនៅភាគខាងត្បូងអ្នកប្រាប់គាត់ឲ្យបាញ់ថ្នាំទាំងមូលជាមួយគ្នាចៅឡៅសួនមានការភ្ញាក់ផ្អើលចំពោះសំណួររបស់ខ្ញុំមើលលីវកងធាននៅក្បែរគាត់ទោះជាយ៉ាងណាក៏ដោយលីវកងធានបានប្រញាប់ប្រញាល់និយាយការគ្រប់គ្រងបង្រួបបង្រួមគឺជាអ្វីដែលធ្វើឲ្យវាមានលក្ខណៈវិទ្យាសាស្ត្ររបស់អ្នកក្នុងការឲ្យមនុស្សគ្រប់គ្នាផ្ដល់ជូននៅព្រឹត្តិការណ៍ផ្សេងគ្នាគឺខ្វះភាពស៊ីសង្វាក់គ្នាណាមួយជើឈីមីងបានបើកប្រអប់យកដ្រូនចេញពីធុងហើយដាក់វាមួយឡែកបន្ថែមថ្នាំបន្ថែមទៀតទៅក្នុងធុងពិសោធន៍ដាក់ថ្នាំនេះចូលក្នុងធុងមើលគាត់បន្តបន្ថែមថ្នាំសម្រាប់សត្វល្អិតខ្ញុំបានផ្អៀងទៅចិត្តហើយធុងក្លិនវារួចក៏ជួញចិញ្ចាំភ្លាមធុងនេះមានផ្ទុកថ្នាំសម្រាប់សត្វល្អិតនិងជីលើស្លឹកដីដែលជាកម្មសិទ្ធិរបស់គ្រួសារមីងវ៉ាងទើបតែចាប់ផ្ដើមងើបឡើងយើងមិនគួរប្រើការផ្ដោតអារម្មណ៍នេះនៅថ្ងៃនេះទេគ្រាន់តែជាការសាកល្បងបាញ់ថ្នាំប៉ុណ្ណោះនឹងមិនមានបញ្ហាអ្វីឡើយខ្ញុំបានបោះជំហានទៅមុខមួយជំហានកាន់ធុងថ្នាំចុះហើយនិយាយថាការបាញ់សាកល្បងត្រូវធ្វើនៅលើដីគ្រប់គ្រាន់ហើយពួកគេនៅទីនេះដើម្បីជួយភូមិសន្សំប្រាក់លីវកងធានសម្លឹងមកខ្ញុំដោយយកចិត្តទុកដាក់ខ្ញុំគិតរហូតអំពីរបៀបដែលអ្នកបញ្ឈប់ខ្ញុំពីការព្យាយាមតើពួកគេខ្លាចមានអ្វីកើតឡើងចំពោះដំណាំមែនទេនៅតែខ្លាចបាត់បង់ការងារពាក្យទាំងនេះបានចុះមករបៀបដែលមនុស្សគ្រប់គ្នានៅជុំវិញមើលមកពួកគេបានផ្លាស់ប្ដូរដូច្នេះអ្នកខ្លាចគេលួចស្នាដៃរបស់អ្នកមែនទេហាមិនចម្លែកទេខ្ញុំសម្លឹងមើលទៅលីវកងធានហើយនិយាយថាអ្វីដែលខ្ញុំខ្លាចនោះគឺថាអ្នកនឹងប្រគល់ដីនោះនៅទីបំផុតពួកគេមិនដឹងថាពួកគេត្រូវបានគិតប្រាក់បន្ថែមដោយរបៀបណានោះទេអ្នកទាំងអស់គ្នាស្ដាប់នៅឆ្នាំនេះភូមិកំពុងលើកកម្ពស់ប្រតិបត្តិការមិនមែនលំនៅឋានតាមរបៀបរួបរวมតើអ្នកណានឹងសុខចិត្តទៅខ្ញុំនៅទីនេះដើម្បីចុះឈ្មោះសាកល្បងបាញ់ថ្នាំមុនពេលចុះហត្ថលេខាជាមួយ Chen Won Chuanប៉ុន្តែមនុស្សមួយជួរបានមកចុះឈ្មោះរួចហើយបានគេចពីក្រសែភ្នែករបស់ខ្ញុំទៅរកស្នាមរៀមដៃរបស់ Liu Gangshen ពូលីពួកគេថែមទាំងបានផ្លាស់ប្ដូរគំនិតរបស់ពួកគេអំពីដី2ហិកតាដែលដើមឡើយពេលបានទទួលយកកិច្ចសន្យាខ្ញុំបានឈរនៅលើដើមព្រឹកព្រលឹមថ្ងៃបន្ទាប់ខ្ញុំមិនទាន់ចាក់ចេញពីផ្ទះមនុស្ស3នាក់កំពុងឈរនៅច្រកចូលទីធ្លារួចហើយដីសណ្ដែកបៃតង3ហិកតាដែលយើងបានព្រមព្រៀងគ្នាកាលពីម្សិលមិញគុំមកតន់អីខ្ញុំចង់សាកល្បងវាជាមួយដ្រូនជាមុនសិនវាដូចគ្នានៅខាងខ្ញុំមនុស្សនិយាយថាការប្រើប្រាស់ថ្នាំបាញ់ឯកសណ្ឋានមានតម្លៃថោកជាងយើងនឹងដោះស្រាយបំណុលបន្ទាប់ពីដៅស្លឹកឈើជ្រុះអ្នកនៅតែត្រូវរក្សាទុកកានីនៅទីនេះប្រពន្ធខ្ញុំមិនអនុញ្ញាតទេបងប្រុសវ៉ាងឈួនកុំបន្ទោសមនុស្សគ្រប់គ្នាអីបច្ចេកវិទ្យាខ្ពស់បានចូលមកក្នុងភូមិអ្នកណាខ្លះនៅតែប្រើម៉ាស៊ីនបាញ់ថ្នាំចាស់ខ្ញុំសម្លឹងមើលពួកគេយ៉ាងយូរដោយមិននិយាយអ្វីកាលពីមុននៅពេលដែលនរណាម្នាក់មានបញ្ហាជាមួយដីរបស់ផ្ទះខ្ញុំនៅពាក់កណ្ដាលខ្ញុំមិនប្រញាប់ជំពាក់លុយអ្នកណាទេប៉ុន្តែឥឡូវនេះមានការបាញ់សាកល្បងដោយឥតគិតគ្រាន់តែយកឆ្នាំទាំងអស់នេះសំណាងដែលខ្ញុំបានប្រមូលបានត្រូវបានចាត់ចែងទៅជាបំណែកខ្ញុំបានទិញវិជ្ជាបញ្ជីដែលបានបញ្ជីទិញជាមុនចេញពីហោបារបស់ខ្ញុំនិយាយថាអ្នកនឹងមិនប្រយុទ្ធទេខ្ញុំនៅតែអាចទទួលបានប្រាក់សងវិញប៉ុន្តែមានរឿងមួយដែលខ្ញុំត្រូវនិយាយជាមុនពេលកិច្ចសន្យាត្រូវបានអានដោយប្រុងប្រយ័ត្នកុំប្រគល់ដីភូមិទាំងមូល
លោកលីវកុងធានបានត្រួតពិនិត្យអ្វីគ្រប់យ៉ាងសម្រាប់ពួកយើងរួចហើយពួកគេថែមទាំងអាចបោកប្រាស់អ្នកភូមិរបស់ពួកគេទៀតផងក្រៅពីនេះឧបករណ៍របស់ក្រុមហ៊ុនរបស់ពួកគេត្រូវបាននាំយកមករួចហើយពួកគេនៅតែអាចបោកប្រាស់អ្នកចេញពីដី2 3ហិកតាទាំងនេះបានខ្ញុំញ៉ាំគ្មានការជែកវែកញែកទេព្រោះមនុស្សមួយចំនួនមិនមែនមិនអាចយល់បានទេវាដោយសារតែពួកគេចង់ឆ្លៀតឱកាសខ្លាំងពេកខ្ញុំទើបតែមកដល់ច្រកចូលគណៈកម្មាធិការភូមិនៅពេលមួយត្រូវបានរៀបចំរួចហើយនៅមុខទ្វារលីវកុងធានអង្គុយនៅចំកណ្ដាលជើជីមីងអង្គុយក្បែរគាត់ត្រូវបានដាក់ចុងដោយរបស់របរតាមផ្លូវតូចនិងឧបករណ៍បំពងសំឡេងកំពុងចាក់ពាក្យស្លោកមួយជុំថាការគ្រប់គ្រងផ្ទះផែនដីការកាត់បន្ថយនិងការកម្មអបស្ដាប់ទៅដូចជាអ្នកណាដែលមិនសម្របសម្រួលត្រូវបានខ្ញុំហើយបោះជំហានទៅមុខទើបតែដើរឆ្លងកាត់បន្ទាប់មកលីវកុងធានបានលើកសំឡេងរបស់គាត់ពី3 decibel ហើយនិយាយថាតើមនុស្សគ្រប់គ្នាបានឃើញវាទេមនុស្សដែលពិតជាព្រួយបារម្ភអំពីការប្រើប្រាស់សេវាកម្មថប់របស់អ្នកបានមកដល់ហើយហាខ្ញុំមិនអើពើគាត់ទេគាត់គ្រាន់តែលូកដៃទៅរើសយកកិច្ចសន្យាមួយរួចបើកមើលទំព័រដំបូងពីនិយាយផ្អែមល្ហែមទាំងអស់និងការសាកល្បងបាញ់ថ្នាំដោយឥតគិតប្រាក់ពេលក្រោយការណែនាំបច្ចេកទេសសម្រាប់ការបញ្ជូនបង្រួបបង្រួមប៉ុន្តែនៅពេលអ្នកបើកទៅជ្រុងនៃទំព័រចុងក្រោយអនុញ្ញាតឲ្យខ្ញុំផ្អាកមួយភ្លើងបន្ទាប់ខាងលើនៃអក្សរតូចសរសេរថាការបាញ់ថ្នាំលើកទី2និងការផ្លាស់ប្ដូរថ្នាំសម្រាប់សត្វល្អិតនឹងត្រូវគិតថ្លៃបន្ថែមដីឡូតពិសេសនឹងមានថ្លៃសេវាបន្ថែមដែលមិនមែនជាសំណងសេចក្តីថ្លែងការណ៍ទូទាត់ចុងក្រោយនឹងមានប្រសិទ្ធភាពខ្ញុំបានចង្អុលបង្ហាញអត្ថបទនោះទៅមីងវ៉ាខ្ញុំបានប្រាប់អ្នកហើយថាកុំឲ្យដាក់ស្នាមម្រាមដៃលើពួកវានៅឡើយវាត្រូវបានសរសេរយ៉ាងច្បាស់ណាស់នៅទីនេះបង់ប្រាក់បន្ថែមសម្រាប់ការប៉ះទង្គិចនិងចំណាយកាន់តែច្រើនប្រសិនបើអ្នកបដូរវាដីឡូតពិសេសក៏គិតថ្លៃបន្ថែមផងដែររបៀបដែលអ្វីបញ្ចប់មិនមែនអាស្រ័យលើអ្នកទេវ៉ាងសិនសម្លឹងមើលយ៉ាងយូរហើយសម្លឹងមើលទៅហេតុអ្វីបានជាលិកានៅក្នុងមាត់របស់វាតូចម្លេះលើកនេះចៅជីមីងបានលូកដៃទៅទាញកិច្ចសន្យានោះមកវិញភ្លាមនេះគឺជាប្រយោគធម្មតាសេវាកម្មនីមួយនឹងមានការណែនាំខ្ញុំសម្លឹងមើលគាត់ហើយសួរថាតើអ្នកចង់មានន័យយ៉ាងណាចំពោះពាក្យដីឡូតពិសេសអ្នកណាជាអ្នកកំណត់ករណីពិសេសដោយមិនរិះគន់ស្តង់ដារណាមួយទេវាត្រូវបានចាត់ទុកថាជាការផ្លាស់ប្ដូរអ្នកណានិយាយថាវាគួរតែត្រូវបានផ្លាស់ប្ដូរគ្មានប្រការណាមួយនៅក្នុងកិច្ចសន្យាត្រូវបានបញ្ជាក់យ៉ាងច្បាស់លាស់នោះទេលីវកុងធានបានគូសទោសហើយនិយាយកុំធ្វើពុតជាដឹងច្បាប់ក្រុមហ៊ុនធំមានភាពជឿជាក់ជាងអ្នកខ្ញុំបានបន្ថយសំឡេងរបស់ខ្ញុំប្រសិនបើអ្នកប្រកាសសូមអានលក្ខខណ្ឌនានាឲ្យមនុស្សគ្រប់គ្នាស្ដាប់ស្នាមញឹមនៅលើមុខរបស់ចៅជីមីងបានរសាត់លីវកុងធានគ្រាន់តែគូសដៃលើទោសហើយនិយាយថាជេនវ៉ាងឈួនឈប់បង្កបញ្ហាទៀតមនុស្សគ្រប់គ្នាបានចុះឈ្មោះសម្រាប់សេវាកម្មបង្ការនិងត្រួតពិនិត្យបង្រួបបង្រួមមិនមែនជាទាសករផ្លូវភេទទេអ្នកកំពុងសម្លឹងមើលបន្ទាត់តូចមួយចំនួននោះតើមិនមែនដោយសារតែអ្នកខ្លាចថាគ្មាននរណាម្នាក់នឹងជួលអ្នកឲ្យផ្ដល់ថ្នាំនៅពេលអនាគតទេអ្នកក្នុងហ្វូងមនុស្សបានចូលមកឆ្លើយតបភ្លាមដោយនិយាយថាគាត់ធ្លាប់ផ្ដល់តម្លៃទាបវាដោយសារតែគ្មានអ្នកណាប្រកួតប្រជែងជាមួយគាត់ទេមានការប្រកួតប្រជែងឥឡូវនេះគាត់កើតទុកព្រួយមាននរណាម្នាក់ថែមទាំងខឹងនឹងខ្ញុំដោយចិត្តណាទៀតផងអ្នកអាចរៀនពីអ្នកដទៃកុំតែងតែរិះគន់ពីក្រោយខ្នងហ៊ានធ្វើពុតជាខំប្រឹងធ្វើការខ្ញុំបានស្ដាប់ពាក្យទាំងនេះវាមានអារម្មណ៍ដូចជាភ្លើងកំពុងឆេះនៅក្នុងរូបតែខ្ញុំដឹងច្បាស់ជាងនេះតើណាពួកគេកាន់តែព្រួយបារម្ភពួកគេកាន់តែមានអារម្មណ៍ថាអ្វីដែលខ្ញុំបាននិយាយសន្យានោះបានលើកវិញហើយនិយាយថាយល់ព្រមអ្នកគិតថាខ្ញុំកំពុងរារាំងផ្លូវរបស់អ្នកទៅរកទ្រព្យសម្បត្តិមែនទេបន្ទាប់មកខ្ញុំនឹងនិយាយរឿងមួយទៀតការសាកល្បងបាញ់ថ្នាំដោយយន្តហោះគ្មានមនុស្សបើគឺគ្រាន់តែសម្រាប់បង្ហាញប៉ុណ្ណោះតើវិកេបាត់ត្រូវបានកញ្ញាយ៉ាងដូចម្តេចបន្ទាប់ពីប្រតិបត្តិការទ្រង់ទ្រីធំបើអ្នកមិនយល់ពីរឿងនេះនៅថ្ងៃនេះទេអ្នកនឹងទទួលផលវិបាកនៅពេលក្រោយលីវកុងធានចង្អុលទៅច្រកចូលភូមិដោយត្រជាក់ប្រាប់មកបើអ្នកមិនចង់ចុះហត្ថលេខាខ្ញុំនឹងត្រឡប់ទៅផ្ទះរបស់អ្នកវិញកុំរារាំងអ្នកដទៃពីការរីករាយនឹងសុភមង្គលរបស់ពួកគេចៅជីមីងបានរើសប៊ិចមួយហើយញឹមថាតើអ្នកណានឹងចុះហត្ថលេខាមុនអ្នកដែលបានចុះឈ្មោះនៅថ្ងៃនេះនឹងត្រូវបានបញ្ជូនទៅពិនិត្យសត្វល្អិតនិងជំងឺម្ដងទៀតដរាបណាពាក្យទាំងនេះត្រូវបាននិយាយចេញមួយចំនួនតូចដែលទើបតែស្ទាក់ស្ទើរពេលនេះលែងអាចអង្គុយស្ងៀមបានទៀតហើយម្នាក់បញ្ចេញមិនរៀងខ្លាចខកខានឱកាសទិញទំនិញល្អខ្ញុំចូលនៅខាងក្រៅហ្វូងមនុស្សមើលពួកគេប្រញាប់ប្រញ័លទៅស្រោចទឹកវាស្រែខ្ញុំខ្ញុំមានអារម្មណ៍ដូចជារឿងកំ pl ែងមួយវាមិនមែនថាខ្ញុំបានធ្វើការងារមិនល្អទេនឹងជឿថាអ្វីមួយដោយឥតប្រយោជន៍នឹងធ្លាក់ពីលើមេឃមកមែនពេលខ្ញុំងាកចេញខ្យល់បានលើផ្នែកខាងក្រោមនៃទំព័រកិច្ចសន្យានៅលើខ្សែនោះតម្រូវឲ្យមានការបាញ់ថ្នាំលើកទី2និងការបញ្ហានៃថ្លៃសេវាបន្តបានលេចឡើងវិញខ្ញុំបានសម្លឹងមើលក្មេងប្រុសពីរបីនាក់នោះបេះដូងខ្ញុំលេចភ្លាមអ្វីដែលក្រុមមនុស្សនេះបានចុចនៅថ្ងៃនេះមិនមែនជាស្នាមដៃទេវាគឺជាខ្សែពួរដែលនឹងសង្កត់របស់អ្នកនៅពេលរសៀលខ្ញុំបានដាក់ច្បាប់ចម្លងនៃកិច្ចសន្យានោះចូលក្នុងហោប៉ារបស់ខ្ញុំពីផ្ទះមួយទៅផ្ទះមួយខ្ញុំមិនខ្វល់ពីកេរ្តិ៍ឈ្មោះរបស់លីវហ្វេងសិនទេខ្ញុំគ្រាន់តែចង់ឲ្យមនុស្សទាំងនេះយ៉ាងហោចណាស់ដែលខ្ញុំបានចុះហត្ថលេខាលើវិញតែខ្ញុំទើបតែទៅដល់ដេស្មូតនៅច្រកចូលបន្ទាប់មកលោកលីវហ្វេងសិនបានដឹកនាំលោកឆៅខៃមីងនិងក្រុមអ្នកភូមិខ្ញុំត្រូវបានរារាំងគាត់បានវឹកឧបករណ៍បំពងសំឡេងនៅក្នុងដៃរបស់គាត់ខ្ញុំសម្លឹងមើលគាត់ហើយនិយាយថាឆេនវ៉ាងឈួនអ្នកកំពុងយកកិច្ចសន្យានេះទៅផ្សព្វផ្សាយធ្វើឲ្យមនុស្សភ័យខ្លាចមានន័យយ៉ាងណាខ្ញុំនឹងពន្យល់កិច្ចសន្យាឲ្យបានលម្អិតខ្ញុំមិនព្យាយាមបំភ័យអ្នកទេខ្ញុំចង់ឲ្យអ្នករាល់គ្នាអានលក្ខខណ្ឌដោយប្រុងប្រយ័ត្នវាសរសេរថាបាញ់ថ្នាំប៉ះនៅលើវាការកែប្រែការកំណត់ពេលវេលាប្រើថ្នាំអាចនាំឲ្យមានការគិតថ្លៃចៅជីមីងបានលូកដៃទៅចាប់វាភ្លាមខ្ញុំបានលើកដៃឡើងដើម្បីគេចពីវ៉ាងឈិនហើយឈរនៅក្នុងហ្វូងមនុស្សដើម្បីសួរវ៉ាងឈួនអ្នកបាននិយាយថាបន្ថែមលុយប៉ុន្មានឲ្យប្រាកដខ្ញុំទើបតែហ៊ាននឹងនិយាយលីវកុងធានបានផឹកវាមុនគេរួចហើយប៉ុន្មានវាក៏មានតម្លៃថោកជាងការហៅទូរស័ព្ទទៅក្រុមហ៊ុននីមួយដោយឡែកពីគ្នាផងដែរខ្ញុំបានបោះជំហានទៅមុខមួយជំហានហើយនិយាយថាពូលីវតើអ្នកហ៊ានដាក់កិច្ចសន្យាទេអានវាឲ្យមនុស្សគ្រប់គ្នាស្ដាប់តាមពាក្យនីមួយមុខរបស់លីវហ្វេងសិនប្រែជាត្រជាក់យ៉ាងនេះនោះគាត់ក៏ឆក់យកកិច្ចសន្យាពីដៃខ្ញុំគាត់បានបត់វាយ៉ាងរហ័សហើយដាក់វាចូលទៅក្នុងកាបូបរបស់ជ័យនិយាយអំពីកិច្ចការភូមិមិនទាន់ដល់វេនអ្នកទេមកធ្វើជាម្ចាស់ផ្ទះតើអ្នកមិនគ្រាន់តែព្រួយបារម្ភថាគ្មាននរណាម្នាក់នឹងជួលអ្នកឲ្យផ្ដល់ថ្នាំនៅពេលអនាគតទេខ្ញុំកំពុងសម្លឹងមើលដីនៅក្នុងភូមិរបស់គាត់វាមិនមែនជារបស់អ្នកទេហេតុអ្វីបានជាអ្នកមិនអាចធ្វើឲ្យអ្វីច្បាស់លាស់ដល់មនុស្សគ្រប់គ្នាពេលដូចនេះលីវខ្វាងធានគាត់គ្រាន់តែបង្កើនសម្លេងរបស់គាត់ដល់កម្រិតខ្ពស់បំផុតព្រោះមានមនុស្សច្រើននៅជុំវិញខ្ញុំគួរធ្វើជាមេភូមិព្រោះខ្ញុំកំពុងរកផ្លូវចេញទៅកាន់ភូមិមិនដូចអ្នកទេដែលគិតតែពីលុយផ្ទាល់ខ្លួនសម្រាប់ទិញថ្នាំប្រយោគនេះប្រៀបដូចជាកាភ្លើងដែលកំពុងឆេះមនុស្សដែលកំពុងមើលស្រាប់តែងាកមករកខ្ញុំពូលីជ្រួញចិញ្ចើមហើយនិយាយថាវ៉ាងឈួនសួស្ដីអ្នកទាំងអស់គ្នាខ្ញុំមិនគួរទៅផ្ទះមួយដោយនិយាយបែបចំអោយគេយកមែនទេចៅចាស់បានផ្ទះផ្លូវរបស់គាត់ហើយជិតប្រតិតើអ្នកគ្រាន់តែច្រណែនដែលយើងចំណាយលុយតិចមែនទេសូម្បីតែបរិវ័យក្មេងពីរនាក់ដែលខ្ញុំតែងតែចុះសម្រុងជាមួយគាត់ក៏បានចូលរួមក្នុងការស្រែកផងដែរក្រុមហ៊ុនធំទាំងអស់បានមកអ្នកនៅតែកំពុងទាញមនុស្សគ្រប់គ្នាចេញបើមិនរារាំងផ្លូវផងតើអ្នកកំពុងធ្វើអ្វីខ្ញុំបានសម្លឹងមើលមុខដែលធ្លាប់ស្គាល់ប្រយោគនេះមួយបានធ្លាក់មកដូចថ្មបេះដូងខ្ញុំលេចចុះភ្លាមខ្ញុំខំថ្មិញហើយនិយាយថាបើអ្នកចង់អ្នកអាចមានលុយបានយ៉ាងហោចណាស់ត្រូវអានលក្ខខណ្ឌនៃថ្លៃសេវាចៅជីមីងបានដើរថយក្រោយមួយជំហានខណៈពេលកំពុងកាន់កាបូបរបស់គាត់ធ្វើពុតជាត្រូវគេធ្វើបាបហើយបាននិយាយទៅកាន់មេភូមិលីវខ្ញុំគិតថាយើងគួរតែភ្លេចវាយើងមកទីនេះដោយមានបំណងល្អដើម្បីលើកកម្ពស់បច្ចេកវិទ្យារបស់យើងតែគាត់ត្រូវបានគេយកច្រឡំថាជាអ្នកបោកប្រាស់កិច្ចសហការនេះមិនអាចទៅរួចទេពេលដូចនេះលីវខ្វាងធានគាត់បានប្រញាប់ទៅបញ្ឈប់អ្នកចាត់ការចោលភ្លាមកុំយកវាមកពិចារណាប្រជាជនភៀសច្រើននៅក្នុងភូមិគាំទ្រអ្នកបន្ទាប់ពីគាត់និយាយចប់គាត់ក៏ងាកមកស្រែកដាក់ខ្ញុំថាជេនវ៉ាងឈួនបើអ្នកនៅតែបន្តបង្កបញ្ហា
ខ្ញុំនឹងបណ្ដេញអ្នកចេញឥឡូវនេះខ្ញុំកំពុងតាមដានគាត់យ៉ាងដិតដល់អ្នកអាចប្រញាប់ប្រញាល់ខ្ញុំដំបូងត្រូវយកកិច្ចសន្យាចេញឲ្យមនុស្សគ្រប់គ្នាឃើញដោយខ្លួនឯងលីវកុងធានស្រាប់តែដើរមករកខ្ញុំគាត់លើកដៃឡើងហើយរុញខ្ញុំជំទ្រូងខ្ញុំបានទាញកាំភ្លើងរបស់ខ្ញុំស្ទើរតែដួលព្រោះកែងជើងរបស់ខ្ញុំលេចចូលទៅក្នុងរណ្ដៅគាត់បានចង្អុលទៅផ្លូវគ្រាដីគោកនៅច្រកចូលខ្ញុំកំពុងដាក់រឿងនេះនៅទីនោះថ្ងៃនេះដីរបស់អ្នកណាដែលសុខចិត្តប្រគល់វាទៅឲ្យវែងនឹងត្រូវផ្លាស់ទីលំនៅភ្លាមតើអ្នកណាកំពុងស្ដាប់ Chen Wang Chuan បង្កបញ្ហានៅក្នុងភូមិពួកគេគ្រាន់តែចង់បង្កបញ្ហាដល់គណៈកម្មាធិការភូមិប៉ុណ្ណោះអ្នកភូមិមួយចំនួនដែលដំបងឡើយមានការស្ទាក់ស្ទើរទឹកភ្នែកដោយសារពាក្យសម្ដីរបស់ក្បាលរបស់អ្នកឲ្យទៀបជាងនេះទៀតខ្ញុំមិនហ៊ាននិយាយអ្វីបន្ថែមទៀតទេមីងវ៉ាងខំថ្មីងក្រចកក្រហមឥណ្ឌូនេស៊ីជាប់នឹងចំនួនទី1បានចុចស្នាមដៃរបស់ពួកគេលើវាតាំងពីក្រោយគ្រួសារទី2គ្រួសារទី3គ្រួសារទី4ទាំងអស់បានប្រញាប់ប្រញាល់មកតម្រង់ជួរខ្ញុំប្រញាប់ទៅបញ្ឈប់គាត់មនុស្សជាច្រើននៅជុំវិញខ្ញុំចាប់ខ្ញុំសម្លេងរបស់ពូលីញ៉ភ្នែករបស់នាងសម្លឹងទៅឆ្ងាយហើយនាងសឹកប្រាប់ខ្ញុំឲ្យភ្លេចខ្ញុំឈប់បោកប្រាស់ទៀតទៅប្រសិនបើរឿងនេះនៅតែបន្តខ្ញុំនឹងធ្វើឲ្យមេភូមិអាក់អន់ចិត្តរហូតដល់ស្លាប់ខ្ញុំក៏ក្រវីដៃចេញភ្លាមហើយនិយាយថាដូច្នេះចុះយ៉ាងណាបើអ្នកធ្វើបាបនរណាម្នាក់រហូតដល់ស្លាប់ខ្ញុំមិននិយាយបន្ទាប់ពីដើរស្លឹកឈើជ្រុះអ្នកនឹងមិនដឹងថាត្រូវយំប្រាប់អ្នកណាទេលីវកុងធានសើចចំអកចង្អុលចេញពីភូមិបន្ទាប់មកចេញទៅក្រៅហើយយំ Chen Wang Chuan ចាប់ផ្ដើមពីថ្ងៃនេះភូមិនេះមានផ្ទះហោះហើររួមមួយអ្នកមិនត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងវាលស្រែដើម្បីធ្វើការងារបន្ថែមទៀតទេលើកទឹកចិត្តមនុស្សឲ្យលុបចោលកិច្ចសន្យាទៀតហើយចេញពីភូមិភ្លាមនោះអូគេឡាឋានស្ងាត់ឈឹងទាំងស្រុងសូម្បីតែសំឡេងស្លឹកឈើសัตว์តាមខ្យល់ខ្ញុំអាចជឿវាទាំងអស់យ៉ាងច្បាស់មនុស្សគ្រប់គ្នាសម្លឹងមើលខ្ញុំដោយត្រជាក់ប៉ុន្តែគ្មាននរណាម្នាក់និយាយជំនួសខ្ញុំទេខ្ញុំបានយកឆ្នាំងដាំបាយចេញពីក្នុងខ្ញុំដាក់យ៉ាងតឹងនៅលើដីសម្លឹងមើលទៅលីវកុងធានរួចសួរថ្ងៃនេះអ្នកពិតជានឹងបណ្ដេញខ្ញុំចេញពីភូមិមែនទេលីវកុងធានលើកចង្ការបស់គាត់ឡើងមុខពោពេញដោយភាពក្រអឹកក្រទមសម្រាប់អ្នកនៅក្នុងភូមិដែលមិនគ្រប់គ្រងគណបកនិងអ្នកដែលរកប្រាក់ពីវាខ្ញុំបានអន់ចុះហើយយកថ្នាំបាញ់មកស្មារបស់ខ្ញុំឈឺចាប់ដោយសារខ្សែអោបខ្ញុំបានដើរទៅដើមឈើចាស់ខ្ញុំមិនអាចជួយអ្វីបានក្រៅពីងាកមើលទៅក្រោយជួរវែងបានបង្កើតឡើងនៅលើវាមនុស្សគ្រប់គ្នាកំពុងប្រជែងគ្នាដើម្បីប្រកួតដីរបស់គាត់ពោពេញដោយក្តីរំភើបរីករាយដែលទទួលបានខ្ញុំបានចូលនៅក្នុងទូលីដីប៉ុន្តែមានតែគំនិតមួយគត់ដែលនៅសេសសល់ក្នុងចិត្តខ្ញុំបានតម្រង់ជួរដើម្បីចុះឈ្មោះនៅថ្ងៃនេះវាមិនមែនជាឱកាសដើម្បីសន្សំប្រាក់ទេពួកគេបានចុះហត្ថលេខាលើវាតើពួកគេកំពុងរងចាំពេលគេប្រកួតឡើងហើយកំទេចវាទាំងអស់នៅរដូវស្លឹកឈើជុំវិញចេញពីភូមិគាត់គ្រាន់តែកាន់កាបូបក្រណាត់ពណ៌ស្រអាប់មួយប៉ុណ្ណោះកាបូបនេះមានពាក្យទាំងអស់ដែលខ្ញុំបានសរសេរអស់រយៈពេលច្រើនឆ្នាំមកហើយដែលមានគែមរបស់វារួចណាស់កំណត់ចំណាំចែកចាយថ្នាំបងឡើយខ្ញុំគិតថាបន្ទាប់ពីចាក់ចេញពីភូមិខ្ញុំនឹងគិតអំពីការវើភ្នែកទាំងនោះជាមុនសិនតែនៅពេលដែលអ្នកពិតជាទៅឆ្ងាយខ្ញុំបានឆ្លងកាត់គំនិតជាច្រើនយើងអាចជួយសង្គ្រោះពួកគេទាំងអស់ចេញពីវាលស្រែដោយបានគេបង្ខំឲ្យមកដល់រដ្ឋនេះគំនិតដំបូងរបស់ខ្ញុំនៅតែតាក់ទងនឹងដំណាំការងាររបស់សហករណ៍នៅកន្លែងផ្សេងទៀតវាត្រូវបានណែនាំដោយម្ចាស់ហាងលក់សម្ភារៈកសិកម្មម្នាក់ដែលខ្ញុំស្គាល់មកដល់ដំបូងគ្មានអ្នកណាជឿថាខ្ញុំមានសមត្ថភាពបែបនេះទេម្ចាស់សហករណ៍ឈិនហៃសានបានបោះមុខនោះមកក្នុងដៃខ្ញុំប្រសិនបើអ្នកពិតជាដឹងពីរបៀបមើលដីតោះទៅចំការម្ទេសនៅខាងកើតសិនពួកគេទាំង3នាក់បាននិយាយថាដីនេះគួរតែត្រូវបានប្រគល់ឲ្យវិញហើយដាំឈើឡើងវិញប្រសិនបើអ្នកអាចយល់បានខ្ញុំកំពុងនិយាយអំពីអ្វីដែលបានកើតឡើងខ្ញុំបានវាចូលទៅក្នុងដីហើយដើរជារង្វង់ខ្ញុំបានខ្ទាស់ស្លឹកនោះហើយធំក្លិនវាគាត់អង្គុយចុះម្ដងទៀតចាប់យកដីមួយក្តាប់ដៃហើយជូតវានៅក្នុងដៃរបស់ខ្ញុំងើយមុខឡើងហើយនិយាយថាវាមិនមែនជាសំណាបងាប់ទេវាគឺជាអតីតភរិយារបស់គាត់ដែលហ៊ាននឹងមានប្រតិកម្មដូច្នេះគាត់ក៏ថតឡើងប្រសិនបើអ្នករុះរើវាចេញពាក់កណ្ដាលនៃវានៅតែអាចរក្សាទុកបានឈិនហៃសានសម្លឹងមកខ្ញុំដោយការមិនជឿនិងការសង្ស័យលីឡំគ្នាដោយឆ្ងល់ថាតើខ្ញុំតើអ្នកអាចជួយវាបានទេខ្ញុំបានមូដៃអោរបស់ខ្ញុំឡើងហើយនិយាយថាសូមផ្ដល់ពេលឲ្យខ្ញុំ3ថ្ងៃខ្ញុំទុកឲ្យលទ្ធផលនិយាយដោយខ្លួនឯងខ្ញុំបានដេកស្ទើរតែពេញមួយថ្ងៃនៅលើដីសម្រាប់រយៈពេល3ថ្ងៃដូរនៅពេលថ្ងៃនៃបន្ទះក្រចកការកែតម្រូវថ្នាំពេលល្ងាចព្រឹកព្រលឹមនៃថ្ងៃទី3សំណាបន្ទះដែលពីមុនគ្រីមស្វិតបានឈរត្រង់យឺឈិនហៃសានបានឈរនៅគែមវាលស្រែអស់រយៈពេលយូរជាចុងក្រោយគាត់បានអង្អែលស្មាខ្ញុំហើយនិយាយអ្នកមិននៅទីនេះដើម្បីផ្ទុកអីវ៉ាន់ចេញទេមែនទេអ្នកពិតជាដឹងរឿងរបស់អ្នកមែនប៉ុន្តែខាងខ្ញុំទើបតែដកដង្ហើមធំបានបន្តិចខាងក្នុងភូមិក៏ចាប់ផ្ដើមមានបញ្ហាចោទឡើងដំបូងឡើយគឺមីងវ៉ាងបានផ្ញើសារសម្លេងមកខ្ញុំថាកាលពីថ្ងៃបានសាកល្បងតែដល់ពេលចុះធ្វើការលើផ្ទៃដីធំរួចរាល់ក្រុមហ៊ុនហ្វឹងហ៊ឺស្រាប់តែផ្ញើបញ្ជីប្រាក់មួយច្បាប់មកនៅលើនោះមានថែមថ្លៃសេវាចាត់ចែងការហោះហើរដ្រូនមកមួយមុខទៀតគាត់ខឹងខ្លាំងណាស់ក៏ជេរប្រតិចថាមិនមែនថាប្រើប្រាស់មុនទូទាត់ក្រោយទេអីហេតុអីមិនទាន់បានប្រមូលផលផងក៏ចាប់ផ្ដើមកត់បញ្ជីបំណុលបាត់ទៅហើយខ្ញុំសួរត្រឡប់ទៅវិញតែមួយម៉ាត់ថាតើលីវយ៉ាងធានថាដោះស្រាយមិនដែរសម្លេងរបស់មីងវ៉ាងក៏ស្រុតចុះភ្លាមគាត់ថាបច្ចេកវិទ្យាខ្ពស់គឺតែងតែមានការចំណាយបន្ថែមអីចឹងហើយប្រាប់ពួកយើងកុំទាន់អាឡូឡាចាំដល់ពេលទិន្នផលកើនឡើងវានឹងមានតម្លៃសំគូហើយបន្ទាប់មកទៀតពូលីទី2ក៏ខលទូរស័ព្ទមកដែរប្រាប់ថាដីពោតត្រូវបាញ់ថ្នាំបន្ថែមជាលើកទី2លើកដំបូងបាញ់មិនសង្កត់សត្វល្អិតចុះតែការបាញ់បន្ថែមមិនមែនឥតគិតថ្លៃទេបាញ់ថែមម្ដងគឺត្រូវថែមលុយម្ដងកន្លងផុតទៅ2ថ្ងៃទៀតលោកគ្រូចៅក៏បានមករកខ្ញុំដែរប្រាប់ថាខាងបច្ចេកទេសទើបតែជូនដំណឹងបន្ទាន់ឲ្យគាត់ដូរថ្នាំរោងចាស់ដូរមិនបានទេហើយលុយថ្លៃដូរថ្នាំត្រូវគិតផ្សេងពីគ្នាខ្ញុំកាន់ទូរស័ព្ទណែនក្នុងដៃអង្គុយស្ងៀមមិននិយាយអ្វីខ្ញុំមិនបានដាស់តឿនពួកគេនោះទេគឺមកពីពួកគេមិនព្រមស្ដាប់សំបីតែខាងនោះមានការរអ៊ូតំកាន់តែច្រើនឡើងប៉ុន្តែលីវយ៉ាងធាននៅតែព្យាយាមសង្កត់រឿងនេះគាត់ជួបអ្នកណាក៏និយាយដែរថាឥឡូវថែមលុយបន្តិចបន្តួចនឹងវាមានទាស់ខុសអីចាំផុតរដូវប្រមូលផលក្នុងមួយរយការទិន្នផលបាន200ជីនទៀតនោះពួកឯងនឹងដឹងថាវាមានតែបើកឡានចូលភូមិជារឿយដែរមាត់របស់គាត់តែងតែនិយាយតែមួយម៉ាត់គត់គឺកសិកម្មទំនើបការវិនិយោគដំណាក់កាលដំបូងខ្ពស់បន្តិចមែនតែផលចំណេញដំណាក់កាលក្រោយទៅធំធេងសម្ដីទាំងនេះស្ដាប់ទៅមានប្រសិទ្ធភាពខ្លាំងណាស់ចំពោះអ្នកបីជាអ្នករាល់គ្នាផ្ដើមអារម្មណ៍ថាមានអ្វីមិនស្រួលតែដល់ណាមិនទាន់ឃើញទិន្នផលធ្លាក់ចុះពិតប្រាកដទេគ្មាននរណាម្នាក់ព្រមទទួលស្គាល់ថាខ្លួនឯងត្រូវគេបោកមីងវ៉ាងបានសួរខ្ញុំតាមទូរស័ព្ទថាវ៉ាងឈួនចុះបើឯងត្រឡប់មកជួយមើលបន្តិចទៅខ្ញុំសម្លឹងមើលទៅដីស្រែខាងក្រៅភូមិដែលជាចំការម្ទេសទើបតែស្ងាត់ស្ងៀមអស់យ៉ាងយូរទើបនិយាយថាមីងប្រសិនបើឥឡូវនេះខ្ញុំត្រឡប់ទៅវិញតើពួកមីងនឹងជឿខ្ញុំឬក៏ជឿលីវហ្គាំងធានខាងនោះក៏ស្រាប់តែស្ងាត់ឈឹងនៅពេលដែលខ្ញុំបិទទូរស័ព្ទឈិនហៃសានកំពុងតែដើរមកពីចម្ងាយគាត់បានហុចទឹកមួយដបមកឲ្យខ្ញុំហើយនិយាយថាជារឿងក្នុងភូមិរបស់អ្នកទៀតហើយមែនទេខ្ញុំមួលគំរបរួចក្រេបទឹកមួយហើយនិយាយថាពួកគាត់បានប្រគល់ដីស្រែទៅឲ្យដ្រូនអស់ហើយឥឡូវនេះចាប់ផ្ដើមថែមលុយម្ដងមួយមុខហើយឈិនហៃសានប្រវីក្បាលសាច់ហួសចិត្តហើយនិយាយថាខ្ញុំជួបរឿងបែបនេះសាំទៅហើយក្រុមហ៊ុនប្រភេទហ្នឹងដំបូងឡើយយកពាក្យថាឥតគិតថ្លៃមកបើកផ្លូវបន្ទាប់មកចាំកោលុយតាមរយៈការបាញ់បន្ថែមនិងថ្លៃសេវាផ្សេងតាមក្រោយដីកាន់តែតូចបែកខ្ញែកពួកវាកាន់តែចូលចិត្តដំឡើងថ្លៃខ្ញុំងើបក្បាលសម្លឹងមើលគាត់បងដឹងរឿងនេះតាំងពីដំបូងហើយមែនទេឈិនហៃសានមកក្បាលរួចនិយាយថាអ្នកដែលចេះធ្វើការងារពិតប្រាកដគឺរកលុយបានពីលទ្ធផលការងារចុងក្រោយចំណែកអ្នកដែលធ្វើពុតជាចេះគឺរកលុយបានពីលក្ខខណ្ឌស្មុគស្មាញដែលមើលមិនយកទាំងនោះឯងសម្ដីមួយឃ្លានេះដូចជាកំបិតចាក់ទម្លុះបេះដូងខ្ញុំអីចឹងទើបតែចាក់ចេញពីភូមិបានម្នាក់មួយក្រុមនោះបានដើរចូលរណ្ដៅអស់ពាក់កណ្ដាលទៅហើយខ្ញុំបានត្រឹមតែឈរនៅឯស្រែខាងក្រៅក្បាលមើលពួកគាត់ដើរដកថយចុះទៅម្ដងមួយជំហានលុះដល់យប់ឡើងមីងវ៉ាងបានផ្ញើរូបថតមួយសន្លឹកមកទៀតនៅក្នុងរូបថតនោះគឺជាវិក្កយបត្របងប្រាក់ថ្មីមួយសន្លឹក
លើនោះក្រៅពីថ្លៃថ្នាំនិងថ្លៃប្រតិបត្តិការហើយស្រាប់តែមានថែមថ្លៃសេវាចាត់ចែងនិងប្រមានពីសត្វល្អិតលើកទី2មកមួយខ្ញុំសម្លឹងមើលវិកេបារនោះចុងរៀមដៃចាប់ផ្ដើមក្តាប់ណែនរហូតដល់ឡើងនេះទើបតែជាការចាប់ផ្ដើមប៉ុណ្ណោះខែកក្តារទើបតែមកដល់ផលដំណាំនៅក្នុងភូមិក៏ចាប់ផ្ដើមមានបញ្ហាបណ្ដាហើយកន្លែងដែលចេញមុខមុនគេគឺចំការសណ្ដែកស្លឹកសណ្ដែកគូផ្ទះមីងវាងចាប់ផ្ដើមឡើងពណ៌លឿងតាមគេហើយនៅលើផ្ទៃស្លឹកមានដុះអុជពណ៌ស្លឹកពេញទាំងអស់ខាងបុគ្គលិកបច្ចេកទេសបានមកដល់ហើយដើរមើលមួយជុំរួចនិយាយថាវាជាប្រតិកម្មធម្មជាតិឲ្យគាត់រងចាំបន្តិចទៀតតែដល់ពេលរងចាំអស់រយៈពេល3ស្លឹកវាក៏រួញក្រៀមផ្ទាល់តែម្ដងបន្ទាប់មកទៀតគឺចំការពោតរបស់ពូលីទី2សត្វល្អិតបាញ់មិនងាប់ស្លឹកខ្ចីត្រូវសត្វល្អិតស៊ីដាច់រហែកជីជួរខាងក្រុមហ៊ុនហ្វឹងហ៊ឺក៏បានបាញ់បន្ថែមឲ្យគាត់ម្ដងទៀតបន្ទាប់ពីបាញ់ថែមលើកទី2ហើយសត្វល្អិតហាក់ដូចជាមិនថយចុះតែចុងកំពូលដើមពោតបែរជាចាប់ផ្ដើមស្រពោនទៅវិញចំណែកខាងលោកគ្រូចៅវិញរឹតតែរងការពេញបោះរបស់គាត់នៅក្បែរនឹងចំការឈើហូបផ្លែពេលដ្រូនបាត់ចង្កូតគឺវាហោះរេជ្រុលហួសព្រំដែនធ្វើឲ្យត្រួតខ្ចីរបស់ដើមឈើហូបផ្លែត្រូវរងការខូចខាតអស់គាត់បានរត់ទៅរកលីវយ៉ាងធានដើម្បីទៅដោះស្រាយដំបូងឡើយលីវយ៉ាងធានបានលួងលោមថាវាជាការខូចខាតធម្មតាប៉ុណ្ណោះតែក្រោយមកទៀតគឺគាត់គេចមុខមិនព្រមជួបតែម្ដងខណៈពេលនោះដែរបាត់របងប្រាក់បែរជាផ្ញើមកដល់មាត់ទ្វារផ្ទះម្នាក់មួយសន្លឹកហើយមួយសៀងថ្លៃសេវាហោះហើរដ្រូនថ្លៃបដូរថ្នាំកម្រិតខ្ពស់ថ្លៃបាញ់បន្ថែមនិងថ្លៃចាត់ចែងការងាររួមទាំងថ្លៃពិនិត្យសត្វល្អិតឡើងវិញពេលបូកបញ្ចូលគ្នាប៉ុន្មានមកពីចិត្តស្មើនឹងតម្លៃដែលអ្នករកធ្លាប់ជួបខ្ញុំឲ្យបាញ់ថ្នាំកាលពីឆ្នាំមុនដល់ទៅ2ដងមីងវាងបានយំសួរខ្ញុំតាមទូរស័ព្ទថាវាងឈួនមិនមែនពួកវាថាចាំផុតរដូវប្រមូលផលទើបគិតលុយទេអីហេតុអីបានជាឥឡូវនឹងផ្ញើវិកេបត្រមកមុនបាត់ទៅហើយខ្ញុំបានសួរគាត់វិញថានៅក្នុងកិច្ចសន្យាមានសរសេរដែរឬទេថាផ្អែកលើបញ្ជីទូទាត់ប្រាក់ចុងក្រោយជាគោមីងវាងទាំងអស់មួយសន្ទុះទើបឆ្លើយថាមានសរសេរខ្ញុំបិទភ្នែកចុះអារម្មណ៍ណែនក្នុងបំពង់ពួកវាមិនមែនឲ្យជំពាក់ចាំសង្ពេប្រមូលផលណាគឺពួកវាគ្រាន់តែធ្វើការកត់ត្រាបញ្ជីបំណុលទុកមុនសម្រាប់ពួកមីងនៅពេលប្រមូលផលរួមចំណែកខ្ញុំនៅខាងសហគមន៍វិញគឺកាន់តែធ្វើការងារបានល្អនិងមានលំនឹងជីនហៃសានបានប្រកួតដេកចំការលើកជាង30រៃមកឲ្យខ្ញុំមើលឲ្យខ្ញុំដឹកនាំក្រុមការងារតូចមួយដែលមានសមាជិក4នាក់ចង់គម្រោងប្រើប្រាស់ថ្នាំទៅតាមស្ថានភាពដីនីមួយលើកដំបូងដែលខ្ញុំមិនបានកាន់កាំភ្លើងខ្លីតែម្នាក់ឯងទៅវិញគាត់បាននាំមនុស្សចូលទៅកាន់គេហទំព័រជាមួយតារាងនិងក្រុមការបែងចែកយុវជនដែលធ្វើការជាមួយខ្ញុំទាំងអស់គោរពខ្ញុំមានអ្នកណាសួរខ្ញុំអំពីបងប្រុសឈួនអ្នកដឹងច្រើនណាស់ហើយអ្វីបានជាពួកគេចាក់ចេញពីភូមិរបស់ពួកគេខ្ញុំបានបង្វែរក្បាលបាញ់ចុះបន្តិចសុទ្ធបានឆ្លើយតបព្រោះមនុស្សមួយចំនួនជឿតែសម្លេងរបស់ឧបករណ៍បំពងសម្លេងខ្ញុំមិនជឿលើកណនីភូមិសាស្ត្រទេល្ងាចនោះខ្ញុំទើបតែត្រឡប់មកពីវាលស្រែវិញទូរស័ព្ទបានរត់ម្ដងទៀតលើកនេះគឺជាលោកយ៉ៅឡោឈួនដែលបានហៅពាក្យសម្ដីរបស់គាត់បានបង្ក្រាបបណ្ដាលភ្លើងនៃទន្លេនៃការភ្លេចខ្លាំងភ្លាមលុយដែលយើងបានចំណាយលើថ្នាំសម្លាប់សត្វល្អិតនៅឆ្នាំនេះវាស្ទើរតែទ្វេដងនៃចំនួនឆ្នាំមុនប៉ុន្តែដំណាំកាន់តែអាក្រក់ទៅខ្ញុំបានអង្គុយលើជណ្ដើរហើយសួរថាតើអ្នកបាននិយាយជាមួយវិញទេហៅឡោឆ្វេជិរប្រតិចហើយនិយាយពួកគេគ្រាន់តែនិយាយថាពួកគេនឹងធ្វើតាមកិច្ចសន្យាប៉ុណ្ណោះពួកគេក៏បាននិយាយផងដែរថាដីនេះមានភាពស្មុគស្មាញខ្លាំងជំងឺនិងសត្វល្អិតម្ដងហើយម្ដងទៀតការចំណាយការឡើងជារឿងធម្មតាខ្ញុំបានសួរលោកលីវកុងធានម្ដងទៀតគាត់មិនខ្វល់ពីអ្វីទាំងអស់ចៅឡៅសួរនៅស្ងៀមរយៈពេល2វិនាទីគាត់ខំថ្មិញហើយនិយាយថាឥឡូវគាត់ប្រាប់អ្នករាល់គ្នាដែលគាត់ជួបឲ្យរងចាំបន្តិចទៀតពួកគេនិយាយថាវាមិនទាន់ដល់រដូវស្លឹកឈើជ្រុះនៅឡើយទេកុំប្រញាប់សន្និដ្ឋានខ្ញុំបានកាន់ទូរស័ព្ទរបស់ខ្ញុំដៃត្រូវបានរឹតយ៉ាងណែនបន្តិចម្ដងខ្ញុំដឹងច្បាស់ណាស់ថាឃ្លាថារងចាំមើលគឺមានគ្រោះថ្នាក់ខ្លាំងណាស់រឿងនេះចំណាយពេលពេញមួយថ្ងៃដើម្បីសម្អាតការអូសវាទៅក្រោយគឺជាបញ្ហាមួយទៀតតែប៉ុន្តែលីវហ្គេងសិនមិនបានដឹងអំពីរឿងនេះទេគាត់បានបដិសេធមិនទទួលស្គាល់វាគឺដូចគ្នានឹងការទទួលស្គាល់ថាគាត់បាននាំចោកចូលទៅក្នុងភូមិយប់នោះខ្ញុំបានជីកកកាយកំណត់ចំណាំចាស់របស់ខ្ញុំអំពីដេឡូតភូមិពេលមើលសណ្ដែកបៃតងរបស់មីងវាងជីទំព័រខ្ញុំបារម្ភថាវាអាចមានល្បាយជាពេលវេលាដែលពោតរបស់ពូលីងីនឹងឆ្លងសត្វល្អិតបំផុតមានដើមឈើហូបផ្លែនៅលើដេឡូតរបស់លោកចៅឡៅស៊ួយនៅការភ័យខ្លាចដ៏ធំបំផុតនៅក្នុងផ្ទះហោះខ្ញុំការចងចាំរឿងទាំងនេះបានសូម្បីតែបិទភ្នែកក៏ដោយគេហ្វេងហេបានសង្កត់ចុះដោយនាឡិកាស្ពាន់ពួកគេកំពុងស្វែងរកល្បឿនតើវាងាយស្រួលជាងឬវាល្អជាងក្នុងការផ្ញើប្រាក់បន្ថែមទៀតអ្វីដែលមនុស្សនៅវាលស្រែបានទទួលស្គាល់មិនដែលជាយានជំនិះខុសគ្នារបស់ព្រលឹមថ្ងៃបន្ទាប់បាងសិនបានផ្ញើវីដេអូមួយទៀតមកខ្ញុំសណ្ដែកបៃតងនៅក្នុងទីធ្លារបស់គាត់បានបង្ហាញយ៉ាងច្បាស់នូវសញ្ញានៃការខូចខាតនៃក្រហមគាត់បាននិយាយអំពីទន្លេនៃការភ្លេចភ្លាំងនៅចុងខាងទៀតនៃខ្សែខ្ញុំលែងបារម្ភពីលុយទៀតហើយខ្ញុំខ្លាចថាដីនេះពិតជាត្រូវវិនាសនៅឆ្នាំនេះខ្ញុំបានមើលស្លឹកឈើនៅលើអេក្រង់កែមរបស់វារួញហើយប្រែជាពណ៌អារម្មណ៍ដឹងមុនកាន់តែខ្លាំងឡើងបានកាត់ឡើងភ្លាមនៅក្នុងចិត្តរបស់ខ្ញុំវិកេបាត់នេះត្រូវបានកាត់បន្ថយត្រឹមតែលក្ខណៈប្រកបមិនទាន់មកដល់នៅឡើយទេចូលដល់ខែសីហាទិន្នផលដែលបានធ្លាក់ចុះនៅក្នុងភូមិលេងគ្រាន់តែជាការស្មានទុកការពិតជាក់ស្ដែងមួយដែលព្យួរនៅលើដីផ្លូវដោយរបស់វ៉ងရှែនបានបាត់ផ្នែកមួយលីអ៊ឺស៊ូផ្លែពោតនៅផ្ទះមិនសូវធាត់ដូចឆ្នាំមុនទេចៅឡៅស៊ួនគឺជាមនុស្សដំបូងគេដែលបង្កប់បញ្ហាដើមឈើហូបផ្លែនិងដំណាំរបស់គាត់រងផលប៉ះពាល់ជាមួយគ្នាការខាតបង់ធ្ងន់ធ្ងរបំផុតក្រុមហ៊ុនគីវិញមិនទទួលស្គាល់ផែនការនេះថាសមរម្យទេគូបកងរឿងនេះចៅជីមីងបានដឹកនាំជាងជួសជុល2នាក់ចូលទៅក្នុងភូមិត្រឡប់ទំព័រកិច្ចសន្យាតាមទំព័រគាត់បន្តនិយាយប្រយោគដដែលថាកិច្ចការផ្ទះរួចរាល់ហើយថ្លៃសេវាត្រូវតែដោះស្រាយការកាត់បន្ថយផលិតកម្មមិនចាំបាច់ដោយសារហេតុផលមិនមែនអចលនទ្រព្យនោះទេវាក៏អាចតាក់ទងនឹងអាកាសធាតុផងដែរការគ្រប់គ្រងដីដោយកសិករគាត់បានផ្លាស់ប្ដូរកំហុសទាំងអស់ដោយគ្រាន់តែប្រយោគមួយប៉ុណ្ណោះអ្នកភូមិពេលនោះពិតជាមានការភ័យស្លន់ស្លោយ៉ាងខ្លាំងអ្វីបានជាអ្នកសុំឲ្យខ្ញុំគិតថ្លៃថ្នាំច្រើនម្លេះពីមុនឥឡូវនេះខ្ញុំចំណាយលុយច្រើនជាងឆ្នាំមុនដំណាំមិនបានបង្កើនទិន្នផលទេទុយទៅវិញពួកគេបានអ្វីដែលអាក្រក់ជាងនេះទៅទៀតនោះគឺគំនរក្រដាសប្រាក់គ្រួសារខ្លះរាលដាលក្រណាត់លើក្រែអត់ដែលមានកម្ដៅខ្ញុំកាន់តែមើលវាខ្ញុំកាន់តែយល់តិចនៅទីបំផុតអ្វីដែលនៅសល់គឺមុខមួយកាន់តែស្លេកស្លាំងទៅវ៉ាងសិនបានរត់ទៅរកគណៈកម្មាធិការភូមិហើយកងធាននៅតែរក្សាទឹកមុខស្ងប់ស្ងាត់បាននិយាយថាកុំភ័យស្លន់ស្លោអីកណេឲ្យត្រូវដោះស្រាយបន្តិចម្ដងតើយ៉ៅឡោឈួនបានផ្ទះបាត់ដៃរបស់គាត់ទៅលើទៅមែនអ្នកគឺជាអ្នកដែលបាននាំខ្ញុំចូលមកឥឡូវនេះយើងត្រូវបង់ប្រាក់អនុញ្ញាតឲ្យយើងទទួលរងនៅការខាត់បងអ្នកនៅតែប្រាប់ខ្ញុំកុំឲ្យញញៃលីវកងធានមិនអាចរក្សាមុខមាត់បានឡើយតើអ្នកណាបង្ខំអ្នកឲ្យចុះហត្ថលេខាលើឯកសារនៅពេលដែលដំបូលត្រូវបានបំផ្លាញនៅនឹងកន្លែងខ្លួនអ្នកផ្ទាល់ទេដែលគិតថាបច្ចេកវិទ្យាខ្ពស់ល្អដរាបណាពាក្យទាំងនេះចេញមកផ្ទះនោះត្រូវបានឆេះទាំងស្រុងប៉ុន្តែការបង្កប់ភាពចលាចលមាននរណាម្នាក់អាចរកដំណោះស្រាយបានឡើយសន្យាត្រូវបានចុះហត្ថលេខាយ៉ាងការចាក់បញ្ចាំងលើកដំបូងពិតជាងនិតណាស់ទីបំផុតមាននរណាម្នាក់ចងចាំខ្ញុំដំបូងឡើយពូលីបានសុំឲ្យនរណាម្នាក់ស្វែងរកកន្លែងដែលខ្ញុំមកមីងវាងបានសុំដោយប្រយោជន៍ដល់សាច់ញាតិម្នាក់ឲ្យផ្ញើសារមកទីបំផុតសូម្បីតែយ៉ៅឡោឈួនដោយទុកកំហឹងរបស់គាត់ក៏បានសួរអំពីទន្លេនៃការបានត្រឡប់មកវិញដើម្បីជួសជុលវាតើអាចយកមកវិញនៅការខាត់បងមួយចំនួនបានទេប៉ុន្តែពួកគេមិនមែនជាអ្នកដំបូងដែលរកខ្ញុំឃើញទេវាគឺជា Liu Fashing ដែលផ្ញើដោយ Liu Guangchen ថ្ងៃនោះខ្ញុំកំពុងសម្លឹងមើលវាលស្រែនៅខាងកើតសហករណ៍លោក Liu Foseng បានជិះម៉ូតូរបស់គាត់ដោយបុកគ្នាតាមបណ្ដោយផ្លូវដីដរាបណាគាត់ឈប់ភ្លាមគាត់ក៏ស្រែកដាក់ខ្ញុំថាវាងឈួនមេភូមិចង់ឲ្យអ្នកត្រឡប់ទៅវិញមានបញ្ហានៅក្នុងភូមិនិងវាលស្រែខ្ញុំចង់ឲ្យអ្នកមើលជាមុនសិនខ្ញុំបានដោះមុខចម្បាំងរបស់ខ្ញុំចេញហើយសួរថាតើខ្ញុំអាចជួយដោយរបៀបណារបស់ Liu Foseng បានសម្លឹងមើលជុំវិញវាមានន័យថាអ្នកគួរតែត្រឡប់ទៅវិញហើយថែរក្សាអ្វីដែលអ្នកត្រូវតាមទាន់អ្នកដែលត្រូវការសង្គ្រោះគួរតែត្រូវបានសង្គ្រោះយើងទាំងអស់គ្នាមកពីភូមិតែមួយយើងនឹងពិភាក្សាអំពីតម្លៃនៅពេលក្រោយខ្ញុំសាច់ពេលដូច្នោះខ្ញុំបានសម្លឹងមើលគាត់ហើយសួរថាតើយើងគួរនិយាយគ្នាអំពីវាពេលក្រោយខ្ញុំនៅតែចង់រក្សាតម្លៃទាបពីមុនថែមទាំងបានឲ្យខ្ញុំធ្វើការដោយឥតគិតថ្លៃ Liu Foseng មិនអាចរក្សាមុខមាត់បានទេអ្វីដែលពួកគេអាចធ្វើបានគឺគ្រាន់តែផ្លុំកំបិតប៉ុណ្ណោះសូម្បីតែរឿងនោះក៏ពិបាកសម្រាប់ខ្ញុំឡើយសូមធ្វើឲ្យអ្វីស្ងប់សិនយើងមិនអាចធ្វើឲ្យអ្នកខកចិត្តនៅពេលក្រោយបានទេខ្ញុំបានបិទសៀវភៅកត់ត្រានៅក្នុងដៃរបស់ខ្ញុំសម្លេងនោះប្រែជាត្រជាក់បន្តិចម្ដងពេលគេបណ្ដេញខ្ញុំចេញពីភូមិលីវកងធានមិនដែលនិយាយថាយើងមកពីភូមិតែមួយទេ
លីវហ្វូសេងចង់បញ្ចុះបញ្ចូលវ៉ាងឈួនជួងកៃម្ដងទៀតថាដំណាំនឹងមិនរងចាំអ្នកណាឡើយខ្ញុំបានឆ្លើយតបយ៉ាងសាមញ្ញថាចាដំណាំមិនរងចាំអ្នកណាទេដូច្នេះនៅពេលដែលខ្ញុំបញ្ឈប់ពួកគេនៅពេលនោះហេតុអ្វីបានជាពួកគេមិនស្ដាប់គាត់ថប់ដង្ហើមខ្ញុំមិនបានផ្ដល់ឱកាសឲ្យគាត់បន្តទេគាត់បែកខ្លួនហើយដើរចូលទៅក្នុងវាលស្រែប៉ុន្តែលោកលីវហ្វាសិងបានបាត់ខ្លួនត្រឹមតែ2ថ្ងៃប៉ុណ្ណោះលីវកងធានពិតជាបាននាំមីងវ៉ាងមកជាមួយផ្ទាល់មែនពូលីនិងលោកតាចៅបានមកដល់សហគមន៍នៅកន្លែងផ្សេងថ្ងៃនោះខ្ញុំកំពុងឈរនៅក្បែរស្រែធំមួយដែលដុះលូតលាស់យ៉ាងស្អាតកាន់សៀវភៅកត់ត្រាពណ៌ខ្មៅមួយដែលពេញទៅដោយទិន្នន័យចែកចាយកម្រិតថ្នាំសម្លាប់សត្វល្អិតនិងពេលវេលាបាញ់ថ្នាំដល់កម្មករបានបក់បោកឆ្លងកាត់វាលស្រែជាមួយនឹងក្លិនផ្កាស្រាលស្លឹកស្រូវថ្លានិងភ្លឺចែងចាំងលីវកងធានឈរនៅមាត់ផ្លូវមើលម្រាមដៃប្រែជាពណ៌ស្ពីកាក្តាប់មុខរបស់គាត់មើលទៅស្លេកស្លាំងដូចជាគាត់បានស៊ីផ្លែគាត់ប្រហែលជាមិនដែលរំពឹងរឿងនេះទេខ្ញុំមិនបានដួលសន្លប់បន្ទាប់ពីចាក់ចេញពីភូមិទេទោះទៅវិញពួកគេបានដឹកនាំមនុស្សនិងឧបករណ៍ឲ្យធ្វើរឿងធំជាងមុនទៅទៀតបានសម្លឹងមើលវាលស្រែដ៏ធំវឹងវែងនៅពីក្រោយដោយមានមន្តសការមានទោសនាងបានខ្សឹបប្រាប់អំពីទន្លេនៃការភ្លេចភ្លាំងអ្នកកំពុងធ្វើបានល្អណាស់នៅទីនេះខ្ញុំបានប្រកល់សៀវភៅកត់ត្រាទៅអ្នកដែលនៅក្បែរខ្ញុំងាកមកមើលពួកគេការបញ្ចេញមតិត្រជាក់ពូលីបានបើកមាត់របស់គាត់ក្បាលកប់ហើយស្រក់ទឹកវាត្រូវការពេលយូរដើម្បីច្របាច់ចលនាមួយចេញភូមិយើងពិតជាជួបបញ្ហាមែនឥឡូវនេះលឺហ្គួយឈិនក្អកតម្រង់ក្នុងរបស់អ្នកដោយចិត្តណាគាត់នៅតែរក្សាអាកប្បកិរិយាមេភូមិនោះនៅពេលនិយាយអំពីឆេនវ៉ាន់ជួនភូមិទាំងមូលកំពុងរងចាំអ្នកត្រឡប់មកវិញហើយជួយសង្គ្រោះថ្ងៃនោះខ្ញុំសម្លឹងមើលគាត់ភ្នែករបស់គាត់បង្ហាញពីការពិនិត្យមើលយ៉ាងគាត់មិនបាននិយាយភ្លាមទេខ្យល់បក់បោកកាត់ជួបក្នុងវាលស្រែស្លឹកស្រូវបានរសាត់ពេលវាត្រូវបានច្រឹងនិងការបញ្ចេញមិត្តនៅលើមុខរបស់ពួកគេប៉ុន្តែវាថែមទាំងអាក្រក់ជាងស្លឹកឈើដែលក្រៀមស្វិតនិងលឿងនៅជើងខ្ញុំទៅទៀតលីវកងធានឈរនៅមាត់វាលស្រែគាត់បាននិយាយថាគាត់បានមកអញ្ជើញខ្ញុំទោះជាយ៉ាងណាក៏ដោយទឹកមុខរបស់គាត់ហាក់ដូចជាកំពុងផ្ដល់ឱកាសឲ្យខ្ញុំគាត់បានបោះធូលីចេញពីខោរបស់គាត់ហើយនិយាយថាវ៉ាងឈួនស្ថានភាពនៅក្នុងភូមិគឺបន្ទាន់ណាស់ត្រឡប់ទៅវិញហើយបំពេញបន្ថែមនៅអ្វីដែលត្រូវបំពេញមនុស្សគ្រប់គ្នានឹងប្រព្រឹត្តចំពោះអ្នកយ៉ាងល្អខ្ញុំបានសម្លឹងមើលគាត់ហើយសួរថាតើអ្នកចង់មានន័យយ៉ាងណាដោយពាក្យថាមិនប្រព្រឹត្តចំពោះខ្ញុំដោយអាយុផលឆ្លើយដោយធម្មតាពីរបៀបដែលអ្នកធ្លាប់ធ្វើវាតើយើងអាចធ្វើបែបនេះដោយរបៀបណាឥឡូវនេះនៅពេលដែលរលកនៃព្រឹត្តិការណ៍នេះកន្លងផុតទៅភូមិនេះនៅតែអាចអនុញ្ញាតឲ្យអ្នកទទួលយកការងារមួយចំនួននៅពេលអនាគតខ្ញុំផ្ទុះសំណើចនៅនឹងកន្លែងមីងវ៉ាងនិងអ្នកដទៃទៀតក៏មានអារម្មណ៍ខ្មាស់អៀនដែរពួកគេទាំងអស់គ្នាអាចប្រាប់វាដោយខ្លួនឯងលីវកងធាននៅតែគិតថាវាត្រឹមត្រូវសម្រាប់ខ្ញុំក្នុងការត្រឡប់ទៅវិញខ្ញុំចង្អុលទៅវាលស្រែនៅពីក្រោយខ្ញុំហើយនិយាយថាលោកមេភូមិលីវមើលដោយប្រុងប្រយ័ត្នខ្ញុំលែងជាមនុស្សដែលមិនអាចរស់រានមានជីវិតដោយមិនចាក់ចេញពីភូមិទៀតហើយឈិនហៃសានបានដើរមកពីចុងម្ខាងទៀតពួកគេបានស្រែកថាវ៉ាងឈួនពីចម្ងាយអង្គរ50មូលនៅទីនេះត្រូវបានធ្វើឲ្យមានស្ថិរភាពតាមផែនការរបស់អ្នកទៅពិនិត្យមើលជំរកអលឹកម្ដងទៀតនៅរសៀលនេះបន្ទាប់ពីគាត់និយាយចប់គាត់ក៏ក្រវីវិក័យបាត់មកខ្ញុំកុំភ្លេចអំពីប្រាក់ចំណេញមួយបែកនេះនៅចុងខែស្ដាំលោកលីវហ្គេងសិននិងក្រុមរបស់គាត់ច្បាស់ជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបានសួរខ្ញុំដោយសម្លេងទាបថាមានដីច្រើនណាស់នៅទីនេះអ្នកទទួលបន្ទុកគ្រប់យ៉ាងខ្ញុំងក់ក្បាលហើយនិយាយថាខ្ញុំនឹងទទួលបន្ទុកផែនការនៅទីនេះស្វែងរកឋានស៊ូកូណេអសក៏បានដឹកនាំក្រុមផងដែរជាលើកដំបូងការសោកស្ដាយបានលេចឡើងក្នុងភ្នែករបស់ពូលីគាត់សម្លឹងមើលវាលស្រែដ៏ធំទូលាយនិងស្ងប់ស្ងាត់គាត់បានរមៀលខ្លួនហើយខ្សឹបប្រាប់អំពីទន្លេនៃការភ្លេចភ្លាំងការនៅភូមិវិញវាជាដីឡូបដូចគ្នាម្នាក់ក្នុងចំណោមពួកគេត្រូវបានយើងមើលថែខ្ញុំមិនបានឆ្លើយតបនឹងប្រយោគប៉ុន្តែបន្ទាប់មកខ្ញុំបានងាកមកសម្លឹងមើលមុខរបស់លីវកងធានវិញគាត់ប្រហែលជាភ្ញាក់ផ្អើលនឹងទស្សនវិជ្ជានៅពីក្រោយខ្ញុំសម្លេងនៅទីបំផុតមិនសូវខ្លាំងប៉ុន្មានទេសូមឲ្យរឿងកន្លងផុតទៅខ្លាយជារឿងកន្លងផុតទៅឥឡូវនេះដំណាំរបស់ភូមិគឺជារឿងសំខាន់បំផុតខ្ញុំបានបោះជំហានទៅមុខមួយជំហានហើយសម្លឹងមើលគាត់ត្រង់តើយើងមិនអាចលើកយកអតីតកាលមកនិយាយឡើងវិញបានទេអ្នកបានបណ្ដេញខ្ញុំចេញពីភូមិនៅចំពោះមុខអ្នកភូមិទាំងមូលមិនអីទេមិនបាច់និយាយទេមុខរបស់លីវកងធានកាន់តែងឹតខ្ញុំបានធ្វើដូច្នេះដើម្បីធ្វើឲ្យស្ថានភាពមានស្ថិរភាពខ្ញុំចំអកឲ្យអ្វីដែលអ្នកហៅថាកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យស្ថានភាពមានស្ថិរភាពវានិយាយអំពីការដាក់សម្ពាធលើមនុស្សគ្រប់គ្នាឲ្យចុះកិច្ចសន្យាយល់ពីលក្ខខណ្ឌមនុស្សគួរតែត្រូវបានបណ្ដេញចេញជាមុនសិននៅពេលនេះចៅឡាវសួនស្រាប់តែលើកឡើងពីទន្លេនៃការភ្លេចភ្លាំងយើងខុសហើយលើកនេះប៉ុន្តែអ្នកមិនអាចឈរមើលតែម្ខាងបានទេដំណាំនៅក្នុងភូមិទាំងមូលបានរលួយនៅក្នុងវាលស្រែខ្ញុំងាកទៅមើលគាត់ពូចៅខ្ញុំអាចជួយសង្គ្រោះដំណាំបានប៉ុន្តែខ្ញុំនឹងមិនជួយសង្គ្រោះអ្នកដោយឥតប្រយោជន៍ទេខ្ញុំនឹងមិនទទួលខុសត្រូវចំពោះអ្នកណាឡើយមីងវ៉ាងមកក្បាលយល់ព្រមយ៉ាងប្រញាប់ខ្ញុំមិនអាចឲ្យអ្នកធ្វើការដោយឥតប្រយោជន៍បានទេសូមឲ្យខ្ញុំធ្វើឲ្យខ្លួនឯងច្បាស់ជាងទី1ខ្ញុំមិនអាចត្រឡប់ទៅក្រោយវិញបានទេវាមិនមែនជាពាក្យរបស់លោក Liu Guangchen ដែលបានកំណត់ចំណាត់ថ្នាក់លេខ2នោះទេពេលខ្ញុំត្រឡប់ទៅវិញម្ដងដំបូងត្រូវពិនិត្យមើលដីជាមុនសិនបន្ទាប់មកត្រូវពិនិត្យមើលកណេការស៊ើបអង្កេតបន្ថែមលើកិច្ចសន្យាទី3តើអ្នកណាកំពុងរារាំងការស៊ើបអង្កេតរបស់ខ្ញុំបានងាកក្រោយហើយចាក់ចេញទឹកមុខរបស់ Liu Guangchen បានផ្លាស់ប្ដូរភ្លាមអ្នកកំពុងនិយាយលេងសាច់ហើយខ្ញុំបានមើលគាត់តបវិញមួយប្រយោគម្ដងមួយវាមិនមែនថាខ្ញុំកំពុងបញ្ចេញអារម្មណ៍នោះទេទីបំផុតអ្នកត្រូវបានគ្រប់ដណ្ដប់ដោយវិក័យប័ត្រមានតែពេលនោះទេដែលខ្ញុំបានដឹងថាអ្នកណាថ្លៃពិតប្រាកដពាក្យទាំងនេះធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលពូលីមិនអាចងើបក្បាលឡើងបានទេបាងសិនជូតទឹកភ្នែកចេញចៅចាស់ខំថ្មិញហើយនៅស្ងៀមមានតែលោកលីវកងធានប៉ុណ្ណោះដែលនៅតែរឹងរូសគាត់និយាយដោយទឹកមុខមើងមាត់ថាគុំទៅឆ្ងាយពេកប្រសិនបើភូមិមិនបានផ្ដល់ផ្លូវចេញដល់អ្នកទេអ្នកគិតថាអ្នកអាចត្រឡប់ទៅវិញបានទេខ្ញុំចង្អុលទៅច្រកចូលភូមិដោយផ្ទាល់ខ្ញុំមិនដែលអង្វរសុំត្រឡប់ទៅវិញទេអ្នកបានមករកយើងដោយខ្លួនឯងឈិនហៃសានបានឈរនៅម្ខាងហើយស្ដាប់យ៉ាងយូរនៅពេលនេះមេភូមិលីវបាននិយាយឡើងដោយស្ងប់ស្ងាត់ទន្លេនៃការភ្លេចភ្លាំងមិនមែនជាទីក្រុងហាមឃាត់សម្រាប់ខ្ញុំទេមនុស្សម្នាក់ដែលរកប្រាក់ចិញ្ចឹមជីវិតតាមរយៈជំនាញរបស់ពួកគេប្រសិនបើអ្នកកំពុងជួលនរណាម្នាក់សូមអនុវត្តតាមនីតិវិធីត្រឹមត្រូវសម្រាប់ជួលនរណាម្នាក់មុខរបស់លីវកងធានឡើងក្រហមរួចក៏ប្រែជាស្លេកស្លាំងខ្ញុំលែងទុកឲ្យគាត់មានសុជីវធម៌ទៀតហើយតែប្រាប់ពួកគេឲ្យត្រឡប់ទៅវិញហើយពិភាក្សាវ៉ាឲ្យច្បាស់លាស់ពួកគេចង់ឲ្យខ្ញុំត្រឡប់ទៅភូមិវិញគ្រាន់តែផ្ដល់ឲ្យខ្ញុំនៅបង្កាន់ដៃសម្រាប់ការបិទការបញ្ជាទិញការងារនិងកិច្ចសន្យាដើមទាំងអស់ត្រូវបានបំពេញរួចរាល់បន្ទាប់មកធ្វើឲ្យអ្វីច្បាស់លាស់នៅចំពោះមុខអ្នកភូមិទាំងមូលខ្ញុំមិនត្រឡប់ទៅសម្អាតភាពរញ៉េញ៉ៃរបស់អ្នកវិញទេខ្ញុំនឹងបញ្ជាក់រឿងខ្ញុំនិយាយចប់ហើយក៏ងាកចេញដើរចេញខ្ញុំជួបបន្ទាប់ពីដើរបាន2 3ជំហានហើយនៅពេលនោះអ្នកទាំងអស់គ្នាបានត្អូញត្អែថាការបាញ់ថ្នាំសម្លាប់សត្វល្អិតរបស់ខ្ញុំខ្លាចពេកខ្ញុំរវល់ខ្លាំងណាស់ជាមួយនឹងវិក័យប័ត្រឥឡូវនេះ
មានតែពេលនោះទេដែលខ្ញុំបានដឹងថាអ្នកណាថ្លៃពិតប្រាកដខ្ញុំបានត្រឡប់ទៅភូមិវិញ3ថ្ងៃក្រោយមកវាមិនមែនដោយសារតែខ្ញុំមានចិត្តទន់ភ្លន់ខ្ញុំដឹងថាបើខ្ញុំអូសវាចេញទៀតដំណាំតិចជាងមុនអាចត្រូវបានរក្សាទុកច្រកចូលគណៈកម្មាធិការភូមិមានមនុស្សច្រើនកកករួចសញ្ញានេះស្ថិតនៅលើតុកំណត់ត្រាប្រតិបត្តិការបង់ថ្លៃសេវាមានបញ្ជីថ្មីមួយបន្ទាប់ពីការបាញ់ថ្នាំឡើងវិញរបស់សាខានិងក្រុមហ៊ុន Liv កងធានឈរនៅខាងមុខបំផុតមុខរបស់គាត់ខ្មៅដូចបាច់ឆ្នាំហៅខៃមិញក៏មកដែរគាត់ក៏បាននាំអ្នកបច្ចេកទេសពីរនាក់មកដែរវាច្បាស់ណាស់ថាពួកគេកំពុងព្យាយាមរក្សាភាពរឹងមាំជាមួយនឹងខ្ញុំមិនបានផ្លាស់ប្ដូរការរីករាយជាមួយទឹកដីដោយផ្ទាល់ដីឡូដំបងគឺចំការសណ្ដែករបស់វ៉ាងសិនខ្ញុំបានបេះស្លឹកមួយសន្លឹកហើយបង្ហាញវាដល់មនុស្សគ្រប់គ្នានៅក្នុងបាតដៃរបស់ខ្ញុំនេះមិនមែនជាស្លឹកលឿងធម្មជាតិទេកំហាប់ថ្នាំដំបងមិនត្រឹមត្រូវបន្ទាប់មកពួកគេបានបាញ់ថ្នាំច្រើនពេកម្ដងទៀតការខូចខាតពីថ្នាំសម្រាប់សត្វល្អិតបានកើនឡើងដុំទី2គឺជាពោតមកពីគ្រួសារពូលីខ្ញុំបានបកស្រទាប់ឈាមនោះចេញហើយនិយាយថានេះជាលើកដំបូងដែលខ្ញុំបានចុចដង្កូវមួយហើយវាប្រែជាសត្វល្អិតត្រូវបានបណ្ដេញចេញពួកវាត្រូវបានបាញ់ថ្នាំម្ដងទៀតប៉ុន្តែនៅពេលនោះដីនេះកំពុងត្រូវបានជីកយកដីនេះមិនមែនជារបៀបដែលអ្នកគូបំពេញបន្ថែមទេដីលោកទី3គឺជាដីរបស់អ្នកជំនាញយ៉ាវខ្ញុំបានលើកកម្រាមដៃរបស់ខ្ញុំពីដើមឈើហូបផ្លែស្ដើងដីនេះមិនដែលស័ក្តិសមសម្រាប់កសិកម្មបង្រួបបង្រួមទ្រង់ទ្រីធំទេការបើកបរនិងការរសាត់របស់យន្តហោះដ្រូនខុសច្បាប់ដើមឈើហូបផ្លែនិងដីជីក្រុងត្រូវបានព្យាបាលដោយថ្នាំសម្រាប់សត្វល្អិតកាន់តែស្ដាប់មុខរបស់ពួកគេកាន់តែស្លេកស្លាប់ចៅជីមីងមិនអាចទុកចិត្តបានទៀតទេចូលក្រោកឈរឡើងហើយនិយាយថាអ្នកកំពុងតែឆ្លៀសវៃបន្ទាប់ពីព្រឹត្តិការណ៍នោះផែនការការងារត្រូវបានធ្វើឡើងស្របតាមនីតិវិធីស្តង់ដាររបស់ក្រុមហ៊ុនខ្ញុំងាកទៅមើលគាត់នីតិវិធីស្តង់ដារគឺសម្រាប់សន្សំសំចៃពេលវេលានិងការខិតខំប្រឹងប្រែងមិនមែនសម្រាប់ប្រើប្រាស់ដោយដំណាំទេខ្ញុំបានលើកដៃឡើងហើយលាតកិច្ចសន្យាចេញគាត់ចង្អុលទៅបន្ទាត់ចុងក្រោយរបស់ក្មេងប្រុសរួចនិយាយថាមើលផ្លាកសញ្ញានេះបង្ហាញថាមានការគិតថ្លៃសម្រាប់ការបាញ់ថ្នាំលើកទី2ថ្លៃសេវាបញ្ជាផ្លាស់ប្ដូរថ្នាំដីឡូពិសេសនឹងមានថ្លៃសេវាបន្ថែមដែលមិនមែនជាសំណងប៉ុន្តែវាមិនត្រូវបានចែងច្បាស់លាស់នៅក្នុងកិច្ចសន្យានោះទេតើអ្នកណាជាអ្នកកំណត់ករណីពិសេសតើអ្នកណាសម្រាប់ចិត្តផ្លាស់ប្ដូរវាមីងវ៉ាងស្រាប់តែភ័យស្លន់ស្លោនោះមានន័យថាពួកគេអាចបន្ថែមអ្វីដែលពួកគេចង់បានខ្ញុំមកក្បាលនោះហើយជាកន្លែងដែលពួកគេពិតជារកលុយបានបន្ទាប់មកខ្ញុំបានដាក់សัญลักษณ์កិច្ចការផ្ទះជាច្រើនសัญลักษณ์កំពុងមើលកំណត់ត្រាសម្រាប់ដីឡូទាំងនេះថ្ងៃដដែលរយៈពេលដដែលកម្រិតថ្នាំដូចគ្នាប៉ុន្តែដីរបស់គ្រួសារវ៉ងគឺជាចំការសណ្ដែកគ្រួសាររបស់ពូលីរស់នៅក្នុងចំការពោតមានដើមឈើហូបផ្លែនៅជាប់នឹងផ្ទះរបស់ចៅឡាវសួនខ្ញុំបានលើកដៃឡើងហើយសង្កត់ធ្ងន់លើក្រដាសនោះ3ដងនិយាយថាដំណាំខុសគ្នាការលូតលាស់ខុសគ្នាព្រៃឈើផ្សេងគ្នាពួកគេបានចុចចុះក្រោមតាមទម្រង់មួយនេះមិនមែនជាសេវាកម្មទេនេះគឺដើម្បីសន្សំសំចៃបញ្ហាអ្នកភូមិជាច្រើនអ្នកដែលប្រមូលផ្ដុំគ្នានៅជួរមុខបានរឿងនេះពួកគេទាំងអស់គ្នាបានប្រមូលផ្ដុំគ្នាដើម្បីសម្លឹងមើលកំណត់តាមមួយចំនួនកាន់តែមានអារម្មណ៍មិនស្រួលនៅពេលដែលពួកគេមើលខ្លួនឯងគ្មានអ្វីចម្លែកទេដែលគ្រួសារខ្ញុំនិងគ្រួសាររបស់វ៉ាងសិនមានការបញ្ជាទិញមិនល្អបែបនេះពួកគេមើលទៅដូចគ្នាបេះបិទខ្ញុំបានឆ្លៀតឱកាសនោះដើម្បីលើកសម្លេងរបស់ខ្ញុំឲ្យខ្ពស់ជាងនេះខ្ញុំនឹងនិយាយពាក្យសម្ដីរបស់ខ្ញុំនៅទីនេះថ្ងៃនេះកសិករទទួលស្គាល់លទ្ធផលមិនមែនជាយានជំនិះផ្សព្វផ្សាយទេគ្រាន់តែដោយសារមាននរណាម្នាក់ស្រែកខ្លាំងមិនមានន័យថាពួកគេពិតជាយល់នោះទេខ្ញុំបានងាកមកចង្អុលទៅកាន់ឆៅខៃមីងដោយនិយាយថាប្រសិនបើអ្នកពិតជាមានសមត្ថភាពមែនចូលយើងបញ្ជាក់ឲ្យច្បាស់នៅចំពោះមុខអ្នកភូមិទាំងមូលហេតុអ្វីបានជាមានការគិតថ្លៃលើកទី2សម្រាប់ការយកសត្វល្អិតត្រឡប់មកវិញហេតុអ្វីបានជាប្រាក់អាប់គួរតែត្រូវបានគិតថ្លៃដាច់ដោយឡែកពីគ្នាហេតុអ្វីបានជាដឹងថាដីឡូតភូមិយើងបែកខ្ញែកគ្នាពួកគេថែមទាំងបានយកទ្រព្យសម្បត្តិដែលមិនមែនជាលំនៅឋានរួមដោយចិត្តណាទៀតផងខ្ញុំមិនបានផ្ដល់ឱកាសឲ្យគាត់ទេលើកវិក័យបတ်របស់ប្រាក់នៅក្នុងដៃឡើងហើយនិយាយបន្តថាថ្លៃប្រតិបត្តិការលើកទី1ថ្លៃបាញ់ថ្នាំបន្ថែមលើកទី2លើកទី3ត្រូវគិតថ្លៃសេវាផែនការបូករួមទាំងថ្លៃបង្ការនិងចាត់ចែងការព្រមានអំពីសមាជិកភាពចម្រៃបងប្អូនឃើញទេពួកគេមិនមែនពឹងផ្អែកលើការបាញ់សាឡបងដោយឥតគិតថ្លៃនៅពេលដំបូងដើម្បីរកលុយនោះទេគឺពួកគេពឹងផ្អែកលើការទទួលបានដីធ្លីរួចហើយទើបកូកានីបន្ថែមលុយឡើងមួយជាន់ហើយមួយជាន់ទៀតក្នុងចំណោមហ្វូងមនុស្សស្រាប់តែផ្ទុះការវេកញែកឡើងទី2បានឆក់យកវិក័យបတ်នោះតែទាំងសងខាងកំពុងតែញ័រមិនប្លែកទេដែលកាន់តែបាញ់កាន់តែថ្លៃចៅឡាវសួនឡើងភ្នែកក្រហមជាតិថាមិនមែនពួកយើងមើលមិនឃើញទេគឺកាលពីដំបូងឡើយលីវកាំងធានមិនព្រមឲ្យពួកយើងមើលឲ្យយល់ច្បាស់ពេលសម្ដីនេះនិយាយចេញមកភ្លាមខ្សែភ្នែករបស់អ្នករាល់គ្នាបានងាកទៅរកលីវកាំងធានតែម្ដងលីវកាំងធាននៅតែចង់ទប់ទល់ដោះសារហើបមាត់និយាយភ្លាមថាខ្ញុំក៏ធ្វើដើម្បីផលប្រយោជន៍ភូមិដែរខ្ញុំលើកដៃកាត់សម្ដីគាត់សម្រួលសម្លេងយ៉ាងនឹងថឹងលោកមិនមែនធ្វើដើម្បីផលប្រយោជន៍ភូមិទេគឺលោកធ្វើដើម្បីមុខមាត់ខ្លួនឯងសោះខ្ញុំយកកិច្ចសន្យាបោះទៅលើខ្លួនគាត់សម្លឹងចំគាត់ហើយនិយាយថាមិនមែនពួកគាត់មើលមិនឃើញទេគឺកាលពីដំបូងឡើយលីវកាំងធានមិនព្រមឲ្យពួកគាត់មើលឲ្យយល់ច្បាស់សម្ដីទើបតែបញ្ចប់ភ្លាមក្នុងចំណោមហ្វូងមនុស្សស្រាប់តែស្ងាត់ជ្រុងមួយសន្ទុះបន្ទាប់មកកយសម្លេងសឹកសួរបន្លឺឡើងបន្តគ្នាម្នាក់បានលូកទាញយកវិក័យបတ်របស់ប្រាក់ដែលញញ័រចេញពីក្នុងហោប៉ៅមកប្រមូលផ្ដុំគ្នាបាល់ទោក្បាលទៀងទាត់គ្នាមួយជួរម្ដងផ្ទះខ្ញុំក៏មានថ្លៃព្រមានអំពីសមាជិកភាពចង្រៃនេះដែរខ្ញុំស្មានតែជាសេវាកម្មដែលគេផ្ដល់ជូនដោយឥតគិតថ្លៃតើខ្ញុំបានបាញ់ថ្នាំបន្ថែម2ដងលើកណាក៏ត្រូវថែមលុយដែរកាលនឹងពិតជាស្មានថាដង្កូវនៅដីផ្ទះខ្ញុំវាសាំញោមជាងផ្ទះអ្នកដទៃមែនលោកពូលីទី2យកវិក័យបတ်របស់ខ្លួនឯងនឹងអឹបចូលគ្នាម្រាមដៃចង្អុលចំប្រអប់គិតលុយដែលដូចគ្នាបេះបិទសម្លេងក៏ញ័រតាមដែរតាមពិតមិនមែនជាករណីពិសេសរបស់ផ្ទះណាទេគឺអ្នករាល់គ្នាត្រូវបានគេដាក់អន្ទាក់ចងដៃបែបនេះទាំងអស់ចៅឡាវសួនក្តាប់បំពង់ស៊ីជក់បារីរហូតដល់សន្លាក់ម្រាមដៃឡើងកាលពីដំបូងខ្ញុំសួរលោកថាលុយទាំងនេះជាថ្លៃអ្វីលោកប្រាប់ថាវាជាប័ណ្ណបញ្ជាឯកភាពរបស់ក្រុមហ៊ុនប្រាប់ឲ្យខ្ញុំកុំខ្វល់ខ្វាយផ្ដេសផ្ដាស់មុខរបស់ Liv Gang ប្រែជាក្រហមផងស្លេកផងលើកដៃឡើងព្យាយាមសម្រួលថាបងប្អូនសូមស្ងប់ចិត្តសិនមានរឿងអ្វីសឹងនិយាយគ្នាប៉ុន្តែគ្មាននរណាម្នាក់ស្ដាប់គាត់ឡើយខ្ញុំចូលនៅខាងក្រៅហ្វូងមនុស្សសម្លឹងមើលរឿងអាស្រ័យឲ្យឆ្លោះគ្នាអីត្រឡប់ទៅសាលាភូមិវិញចាំគិតគូទូទាត់បញ្ជាឲ្យច្បាស់លាស់ពេលសៀលនៅពីមុខសាលាភូមិមានគេវត្តរបស់បត្រកទៅលើទ្រូងរបស់ Liv Gang ធានលោកមិនមែនគូសទ្រូងធានាថាជួយសន្សំលុយទេអីនេះជាបញ្ជីលុយកាក់ដែលលោកសន្សំឲ្យយើងមែនទេរត់តែខ្លាំងជាងនេះទៀតស្ទុះទៅមុខ Liv Gang ធានរួចស្រែកកំហុកថាដើមឈើហូបផ្លែផ្ទះខ្ញុំត្រូវខូចខាតទិន្នផលដំណាំក៏ត្រូវកាត់បន្ថយលោកនិយាយតែមួយមាត់ថាភូមិរួចចង់ដោះស្រាយឲ្យរួចខ្លួនអញ្ចឹងហ่ะលោកពូលីទី2ក៏ឡើងភ្នែកក្រហមទាញយកកិច្ចសន្យាមកវិញកាលពីដំបូងខ្ញុំសួរលោកថាគូមើលលក្ខខណ្ឌឲ្យច្បាស់សិនទេគឺលោកជាអ្នកប្រាប់ថាគុំទៅស្ដាប់ចិនវាងជួនបំភ្លេចយ៉ាងហ៊ានត្រូវគេចំរងនៅចំកណ្ដាលរកពីជាមន្ត្រីនៅលើមុខទីបំផុតក៏ទំលេងចុកដែរគាត់បានទៅសម្លឹងសម្លក់ជើឈីមីងក្រុមហ៊ុនរបស់ពួកឯងកាលពីដំបូងមិនមែននិយាយបែបនេះទេណាជើឈីមីងដើរថយក្រោយភ្លាមនៅក្នុងកិច្ចសន្យាបានសរសេរយ៉ាងច្បាស់លាស់ណាស់ពួកយើងសុទ្ធតែអនុវត្តតាមនីតិវិធីហើយដើមទម្លាក់កំហុសដាក់គ្នាទៅវិញទៅមកប៉ុន្តែខ្ញុំមិនបណ្ដោយឲ្យការវឹកវរនេះជប់ត្រឹមតែការជាប្រមាថថតនៅក្នុងទូរស័ព្ទរួចចាក់សារសម្លេងមួយវគ្គភ្លាមនោះជាសម្លេងដែលមីងវ៉ាងបានផ្ញើមកឲ្យខ្ញុំកាលពីដំបូងថតចុះយ៉ាងច្បាស់ក្រឡៃថាលីវកាំងធានបាននិយាយនៅលើទីលានភូមិថាបងប្អូនទាំងអស់គ្នាសូមកុំបារម្ភអីរឿងលុយកាក់គឺខ្ញុំជាអ្នកត្រួតពិនិត្យ
ទៅថ្ងៃមុខដាច់ខាតមិនទាលុយពីបងប្អូនលើសំបីតែមួយសេនឡើយនៅមានអ្នកខ្លះទៀតក្តាប់ទូរស័ព្ទរៀបរកវិកេបបង់ប្រាក់ដែលបានថតទុកលើកឡើងខ្ពស់រួចគ្រវីយ៉ាងខ្លាំងបង្ហាញមនុស្សជុំវិញខ្លួនដេកផ្ទះខ្ញុំតែមួយរៃគ្រាន់តែថ្លៃបាញ់ថ្នាំបន្ថែមក៏ត្រូវថែមលុយពីរដងដែរប្រសិនបើមិនមែនវ៉ាងជួនលើកយកមកនិយាយលាតត្រដាងនៅថ្ងៃនេះទេពួកយើងប្រហែលជានៅតែគិតថាដេកផ្ទះខ្លួនឯងមិនផ្ដល់ផលល្អហើយសម្លេងជែកវែកញែករបស់ហ្វូងមនុស្សកាន់តែនិយាយកាន់តែខ្លាំងតែសង្កត់ទ្រូងជាយូរមកហើយក៏កាន់តែចេះសន្ធោសន្ធៅឡើងយ៉ាងហ៊ានក្តាប់កណ្ដាប់ដៃយ៉ាងណែតំណែងមេភូមិដែលគាត់ចង់រក្សាទុកបំផុតរបស់ក្រៅដែលធ្លាប់តែមានអំណាចសម្រាប់គ្រប់យ៉ាងកំពុងតែប្រេះស្រាំបន្តិចម្ដងនៅចំពោះមុខមនុស្សគ្រប់គ្នានេះហើយជាអ្វីដែលគាត់ខ្លាចបាត់បង់បំផុតគឺមុខមាត់សិទ្ធិអំណាចក្នុងការនិយាយខ្ញុំបានបោះជំហានទៅមុខមួយជំហានខ្សែភ្នែកមុតស្រួចដូចផ្លែណាសម្លឹងចំពោះយ៉ាងណែនោះចាំបានទេពីដំបងឡើយពេលលោកដេញខ្ញុំចេញពីភូមិលោកបាននិយាយអ្វីខ្លះលីវកាំងធានខាងថ្មីក្រវីមុខចេញមិននិយាយសូម្បីតែដង្ហើមធំមួយខូរួចដំឡឹងសម្លេងមួយកម្រិតទៀតថាលោកនិយាយក្នុងភូមិមិនចិញ្ចឹមមនុស្សដែលរារាំងផ្លូវរកស៊ីរបស់បងប្អូនទេលោកនិយាយថាមិនអនុញ្ញាតឲ្យខ្ញុំចូលមកទទួលការងារនៅតាមស្រុកតែខ្ញុំចាក់ចេញទៅឲ្យឆ្ងាយពីមាត់ច្រកក្នុងចំណោមហ្វូងមនុស្សស្រាប់តែស្ងាត់ជ្រុងភ្លាមខ្ញុំសម្លឹងចំកែវភ្នែកដែលកំពុងតែគេចវេះរបស់គាត់រួចនិយាយយឺតច្បាស់មួយម៉ាត់ម្ដងថាពេលនេះអ្នកភូមិទាំងអស់បានដឹងហើយថាខ្ញុំបានលើកដៃឡើងម្ដងទៀតទៅកិច្ចសន្យានឹងវិកេបតដារីប៉ាយនៅលើតុហើយនិយាយយ៉ាងម៉ឺងម៉ាត់ខ្លាំងថាគឺលោកឯងនឹងហើយដែលយកលក្ខខណ្ឌដែលអ្នករាល់គ្នាគួរដឹងបំផុតមកលាក់បាំងមិនឲ្យពួកគេមើលឃើញហើយក៏ជាលោកឯងដែរនៅពេលដែលដំណាំចាប់ផ្ដើមមានបញ្ហាមាត់នៅតែប្រាប់ឲ្យចាំសិនហើយក៏ជាលោកឯងទៀតដែលដឹងច្បាស់ថាបើកាន់តែយឺតយ៉ាវវាកាន់តែពិបាកស្រោចស្រង់តែលោកឯងសុកចិត្តការពារមុខមាត់ខ្លួនឯងជាជាងការជួយទប់ស្កាត់ការខាត់បងរបស់លោកអ្នកភូមិឲ្យទាន់ពេលវេលាភ្នែករបស់លីវកាំងធានប្រែជាក្រហមងាំងភ្លាមគាត់ក្តាប់កណ្ដាប់ដៃយ៉ាងណែនហើយសម្លឹងមកខ្ញុំចេនវ៉ាងជួនដោយកំហឹងឯងចង់បានយ៉ាងម៉េចឲ្យប្រកាសឆេនវ៉ាងជួនខ្ញុំដើរមួយជំហានទៅឈរចំពោះមុខគាត់និយាយដោយសំឡេងមិនសូវខ្លាំងតែមានអំណាចយ៉ាងធ្ងន់ធ្ងរដែលអាចធ្វើឲ្យអ្នកគ្រប់គ្នាបានឬយ៉ាងច្បាស់ក្រឡែតថាខ្ញុំចង់ឲ្យលោកនិយាយពាក្យដែលដេញខ្ញុំចេញពីភូមិកាលពីមុននោះមកនិយាយឡើងវិញម្ដងទៀតនៅចំពោះមុខអ្នកភូមិទាំងអស់លីវកាំងធានឈរថ្លឹងនៅនឹងកន្លែងបូមាត់របស់គាត់ញ័រត្រឹកអស់ជាយូរប៉ុន្តែមិនអាចបញ្ចេញសំបីតែមួយម៉ាត់កាលពីមុននៅក្នុងភូមិគាត់និយាយអ្វីគឺត្រូវតែអញ្ចឹងគ្មាននរណាហ៊ានប្រវាសសំបីមួយម៉ាត់តែពេលនេះអ្នកភូមិទាំងអស់កំពុងសម្លឹងមើលមកគាត់យ៉ាងមុតមមរងចាំមើលថាតើគាត់នឹងស្រោចស្រង់មុខមាត់ខ្លួនឯងមកវិញដោយរបៀបណាតែមុខមាត់ខ្លះបើវាធ្លាក់ចុះហើយគឺវាធ្លាក់ចុះរហូតហើយចាស់ចៅកំពុងកាន់ស៊ីជក់បារីគាត់បានទះផ្លូវខ្លួនឯងហើយនិយាយឡើងមុនគេថាមិនមែនលោកឯងពូកែខាងសម្រាប់ចិត្តបំផុតទេអីមីងវ៉ាងក៏មានរង្វង់ភ្នែកក្រហមដែរគាត់ជូតទឹកភ្នែកហើយនិយាយថាការដេញវ៉ាងឈួនចេញលោកឯងហ៊ានធ្វើណាស់ឥឡូវនេះត្រូវហ៊ានទទួលស្គាល់ការពិតទៅលោកពូលីខឹងខ្លាំងណាស់គាត់បានទះកិច្ចសន្យាដែលញញរនោះទៅលើទៅយ៉ាងខ្លាំងទៅថ្ងៃមុខតើមានអ្នកភូមិណាហ៊ានជឿសម្ដីលោកឯងទៀតលីវកាំងធានត្រូវបានអ្នកភូមិដេញដល់សួររហូតដល់ថយក្រោយជាបន្តជើងរបស់គាត់ត្រេតត្រោតហើយចុងក្រោយក៏ដួលអង្គុយទៅលើកៅអីមនុស្សទាំងមូលមើលទៅហាក់ដូចជាចាស់ជាងមុន10ឆ្នាំព្រាមគាត់បានហើបមាត់បំពង់របស់គាត់កម្រើកឡើងចុះជាច្រើនដងចុងក្រោយគាត់ក៏អន់ក្បាលចុះហើយនិយាយខ្សឹបមួយម៉ាត់ថាគឺខ្ញុំមើលមនុស្សខុសហើយប៉ុន្តែប៉ុណ្ណឹងវានៅមិនទាន់គ្រប់គ្រាន់ទេខ្ញុំសម្លឹងមើលគាត់ប៉ុន្តែមិនបានដេញដោយជាន់ពន្លិចបន្ថែមឡើយគ្រាន់តែងាកខ្សែភ្នែកយឺតទៅកាន់អ្នកភូមិទាំងអស់នៅក្នុងចិត្តខ្ញុំដឹងច្បាស់ថាចាប់ពីថ្ងៃនេះទៅខ្ញុំមិនបាច់ពឹងផ្អែកលើអ្នកណាំនិយាយជំនួសខ្លួនដំណាំដែលប្រែពណ៌លឿងក្រៀមនៅលើដីនិងកិច្ចសន្យាដ៏ក្រាស់ទាំងនោះបាននិយាយជំនួសខ្ញុំអស់ទៅហើយមីងវ៉ាងជូតទឹកភ្នែកហើយដើរយ៉ាងលឿនមកចំពោះមុខខ្ញុំសម្លេងរបស់គាត់អួតហើយសួរខ្ញុំដោយចិត្តប្រុងប្រយ័ត្នថាវ៉ាងឈួនចុះចំណែកដីស្រែចម្ការរបស់យើងអញនៅព្រមជួយមើលការខុសត្រូវទៀតដែរទេខ្ញុំសម្លឹងមើលពួកគេមិនបានមកក្បាលយកព្រមភ្លាមដោយការពីមុនឡើយកាលពីមុនខ្ញុំតែងតែគិតថាពួកយើងនៅក្នុងភូមិជាមួយគ្នាបន្តិចបន្តួចវាមិនអីទេប៉ុន្តែនៅពេលដែលមនុស្សយើងយកសមត្ថភាពរបស់ខ្លួនធ្វើជាកាត់ប្រកិច្ចដែលអ្នកដទៃគិតថាជារឿងធម្មតាដែលចាប់វានឹងត្រូវគេជន់ឈ្លីមិនខានខ្ញុំលើកដៃឡើងរៀបចំវិកេប័តនៅលើតុកិច្ចសន្យានឹងកំណត់ត្រាការងារដោយបែងចែកពួកវាដាច់ដោយឡែកហើយចាប់ផ្ដើមនិយាយយឺតថាចាប់ពីថ្ងៃនេះទៅការបាញ់ថ្នាំនិងការមើលថែទាំដីស្រែក្នុងភូមិខ្ញុំអាចទទួលធ្វើបានប៉ុន្តែត្រូវតែធ្វើតាមច្បាប់របស់ខ្ញុំហ្វូងមនុស្សប្រែជាស្ងាត់ជ្រុងភ្លាមខ្ញុំក៏បន្តរៀបរាប់លក្ខខណ្ឌម្ដងមួយទី1ខ្ញុំនឹងគិតថ្លៃសេវាទៅតាមប្រភេទដំណាំទៅតាមទំហំដីនិងទៅតាមប្រភេទជំងឺរបស់ដំណាំតម្លៃត្រូវបានសរសេរយ៉ាងច្បាស់លាស់និងត្រឹមត្រូវគ្មាននរណាម្នាក់អាចស៊ីញេទាំងមិនដឹងរឿងមិនដឹងរ៉ាវបានទៀតទេទី2មិនមានការធ្វើបែបប្រមូលផ្ដុំតែមួយដូចមុនទៀតឡើយដីចំការរបស់អ្នកណាមានស្ថានភាពបែបណាលុះត្រាតែខ្ញុំពិនិត្យរួចទើបកំណត់គម្រោងដំណោះស្រាយអ្នកណាដែលមិនធ្វើតាមគម្រោងមិនបាច់មកពឹងឲ្យខ្ញុំជួយឡើយទី3មិនមានការជំពាក់ប្រាក់ដោយគ្មានបញ្ជីស្នាមច្បាស់លាស់ទេអ្នកណាដែលមានជីវភាពខ្វះខាតពិតប្រាកដអាចប្រាប់ខ្ញុំមុនបានប៉ុន្តែត្រូវកត់ត្រាទុកយ៉ាងដូចនេះត្រូវទូទាត់សង្វិញនៅពេលណាគឺត្រូវតែសរសេរឲ្យបានច្បាស់លាស់ហើយមានមួយទៀតទី4នរណាដែលចង់យកមុខមាត់និងអំណាចមកសង្កត់លើរឿងផលដំណាំថ្ងៃក្រោយកុំបន្ទោសថាដីស្រែចម្ការមិនយោគយល់ឲ្យសោះទី5ខ្ញុំនឹងកត់ត្រារាល់ការប្រើប្រាស់ថ្នាំការបាញ់បន្ថែមនិងការដុតផ្សែងបណ្ដេញសត្វល្អិតនៅក្នុងបញ្ជីលម្អិតទាំងអស់ផ្ទះណាអស់ប្រាក់ប៉ុន្មានហើយហេតុអ្វីបានជាអស់គឺអាចផ្ទៀងផ្ទាត់ដឹងម្ដងមួយមុខទាំងអស់មីងវ៉ាងគឺជាអ្នកដំបូងគេដែលងក់ក្បាលយល់ព្រមបានពួកយើងធ្វើតាមច្បាប់ទម្លាប់របស់ឯងពូលីទី2ក៏ប្រញាប់បន្តតាមភ្លាមទៅថ្ងៃមុខដីស្រែផ្ទះខ្ញុំឯងថាធ្វើម៉េចគឺធ្វើអីចឹងហើយចំណែកលោកគ្រូចៅវិញរត់តែត្រង់តែម្ដងគាត់គ្រវីដៃហើយនិយាយថាឲ្យតែអាចមើលថែដីស្រែបានល្អពិតប្រាកដធ្វើតាមច្បាប់របស់ឯងគឺប្រសើរជាងធ្វើតាមច្បាប់ពួកបោកប្រាស់ដល់ទៅ100ដងខ្ញុំក៏ងក់ក្បាលរួចក៏លេចទៅមើលកាបូបឯកសារដែលជីនហៃសានទើបតែឲ្យគេយកមកជូននៅក្នុងនោះគឺជាលិខិតសម្ដែងរបស់សហគមន៍ដែលស្ម័គ្រចិត្តរួមគ្នាបង្កើតក្រុមការពាររុក្ខជាតិជាមួយខ្ញុំបានលើកកាបូបឯកសារនោះឡើងនៅចំពោះមុខអ្នករាល់គ្នាហើយនិយាយថាខ្ញុំមិនមែនគ្រាន់តែត្រឡប់មកវិញដើម្បីដើរបាញ់ថ្នាំធម្មតានោះទេខ្ញុំត្រៀមខ្លួននាំយកនៅឧបករណ៍បទពិសោធន៍និងកម្លាំងមនុស្សពីខាងក្រៅមកដើម្បីបង្កើតក្រុមការពាររុក្ខជាតិដែលមានវិជ្ជាជីវៈពិតប្រាកដមួយដោយខ្លួនឯងតែណាដែលជឿជាក់លើលទ្ធផលគឺមកធ្វើជាមួយខ្ញុំលុះសម្ដីនេះនិយាយចេញទៅក្រសែភ្នែកដែលអ្នករាល់គ្នាសម្លឹងមកខ្ញុំក៏បានផ្លាស់មិនមែនជាការទត់មើលមកក្មេងចំនួនក្រោយក្នុងភូមិដូចមុនទៀតទេតែគឺចាត់ទុកខ្ញុំជាអ្នកកំណត់ច្បាប់ទម្លាប់ពិតប្រាកដម្នាក់យុវជនដែលជីនហៃសានចាត់ឲ្យមកនោះនៅពេលនេះក៏បានបើកឡានមកដល់ច្រកចូលភូមិហើយនៅក្នុងឡានមានដាក់ធុងថ្នាំដែលទើបសំថ្មីសៀវភៅកំណត់ត្រានិងឧបករណ៍ធុនតូចចំនួន2គ្រឿងសម្រាប់ត្រៀមសាកល្បងអ្នកភូមិ2-3នាក់បានចំរោមមើលការភ្ញាក់ផ្អើលនៅក្នុងកែវភ្នែករបស់ពួកគេរឹតតែលាក់មិនចិត្តឡើយជួនពិតជាមានសមត្ថភាពពិតប្រាកដមែនតើពេលនេះទើបពួកគេយល់ច្បាស់ថា
ការត្រឡប់មកវិញរបស់ខ្ញុំលើកនេះមិនមែនមកដើម្បីសុំតំណែងខ្ញុំយកតំណែងមកជាមួយតែម្ដងលីហ្គាំងធានអង្គុយនៅជ្រុងម្ខាងដោយមិនអាចតបបានសំបីមួយម៉ាត់រឿងដែលគាត់ខ្វល់ខ្វាយបំផុតគឺការមានឥទ្ធិពលសម្រេចគ្រប់យ៉ាងនៅក្នុងពុំតែចាប់ពីថ្ងៃនេះទៅអំណាចសម្រេចគ្រប់យ៉ាងនេះលែងមានពាក់ព័ន្ធនឹងគាត់ទៀតហើយខ្ញុំមិនបានប្រឡេកមើលគាត់ទៀតទេគ្រាន់តែឲ្យអ្នករាល់គ្នាតម្រង់ជួរចុះឈ្មោះទៅតាមប្លង់ដីផ្ទះណាត្រូវពិនិត្យមុនផ្ទះណាពិនិត្យក្រោយប្លង់ណាប្រញាប់ប្លង់ណាអាចពន្យាពេលបានគឺធ្វើទៅតាមស្ថានភាពជាក់ស្ដែងនិងភាពបន្ទាន់នៃលេខស្អែកទៅលើខ្សែស្រឡាយឬអ្នកមានអំណាចក្នុងពេលដែលអ្នកភូមិម្នាក់ឡើងមកប្រាប់ឈ្មោះចុះបញ្ជីក៏លែងមានអ្នកណានិយាយពីដល់រឿងប្រើប្រាស់មុនទូការបានសាកល្បងអ្វីដែលពួកគេស៊ូគឺមានតែម្យ៉ាងគត់វាងឈួនតើដីស្រែផ្ទះខ្ញុំនៅអាចសង្គ្រោះទាន់ទេចុងបិទរបស់ខ្ញុំបានឈប់សរសេរយ៉ាងលឿននៅលើសៀវភៅចុះឈ្មោះគាត់ត្រាទុកយ៉ាងច្បាស់លាស់នៅរាល់ជាមានដីធ្លីរបស់គ្រួសារដែលរួមទាំងឆ្លើយតបទៅវិញយ៉ាងស្ងាត់ដោយមិនងើបក្បាលឡើងថាដីណាដែលសង្គ្រោះបានខ្ញុំប្រកាសជាជួយសង្គ្រោះប៉ុន្តែរឿងដែលត្រូវចងចាំទុកជាមេរៀនគឺមិនត្រូវឲ្យនរណាម្នាក់ភ្លេចទៀតឡើយពួកយើងទាំងអស់គ្នាស្ដាប់តាមឯងទាំងអស់សម្លេងឆ្លើយតបគ្នាយ៉ាងព្រមព្រៀងបានបន្លឺឡើងភ្លាមនៅក្នុងចំណោមហ្វូងមនុស្សអ្នកខ្លះក្តាប់កណ្ដាប់ដៃហើយមកក្បាលយ៉ាងខ្លាំងនៅពេលដែលខ្ញុំបិទសៀវភៅចុះឈ្មោះហើយដើរសម្ដៅទៅរកវាលស្រែព្រះអាទិត្យពណ៌ក្រហមទុំចិត្តលិចទៅហើយវាបានជាពន្លឺពណ៌មាសស្រាលគ្រប់លើភ្លឺស្រែដែលបត់បែនខាងក្រោយមានបន្លឺសម្លេងហើយឈ្មោះខ្ញុំជាច្រើនសម្លេងឡាយលំនឹងសម្លេងស្អករបស់មីងវាងវាងឈួនមីងអរគុណឯងណាជំហានជើងរបស់ខ្ញុំបានបង្អង់បន្តិចប៉ុន្តែមិនបានងាកក្រោយភ្លាមដោយការពីមុនទៀតទេព្រោះថាលើកនេះមិនមែនខ្ញុំអង្គប្រកដើម្បីសុំនៅបន្តឡើយគឺពួកគេទីបំផុតបានដឹងខ្លួនហើយថាមនុស្សម្នាក់ដែលធ្លាប់ត្រូវបានគេដេញចេញទៅនោះតាមពិតទៅគឺជាមនុស្សដែលមិនគួរដាច់ចិត្តបាត់បង់បំផុតផលដំណាំស្គាល់ថាអ្នកណាស្រែកឧខុសសន្សប់ខ្លាំងជាងគេឡើយហើយក៏មិនខ្វល់ថាឧបករណ៍របស់អ្នកណាទំនើបគួរឲ្យទាក់ទាញជាងគេអ្នកដែលអន់លំទោនក្នុងពិតប្រាកដនឹងយល់ពីធម្មជាតិនៃដីធ្លីនេះតែប៉ុណ្ណោះមនុស្សយើងក៏ដូចគ្នាអញ្ចឹងដែររងចាំដល់ពេលដែលខ្ញុំលែងអង្គប្រកសុំនៅទីនោះទៀតពួកអ្នកដឹងខ្លួនថារបស់ដែលមានតម្លៃពិតប្រាកដមិនមែនជាដ្រូនបាញ់ថ្នាំមួយគ្រឿងនោះទេគឺមនុស្សម្នាក់ដែលសុខចិត្តចុះទៅពិនិត្យដីស្រែហៅមួយដងជូនពួកអ្នកដល់ទីបញ្ចប់និងជាមនុស្សដែលយកចិត្តទុកដាក់លើផលដំណាំពិតប្រាកដ